ชีวิตនេះឯងរូបរាងកាយចិត្តវិញ្ញាណយើងទាំងអស់គ្នាហ្នឹងគឺជាទុកដោយការលំបាកថែរក្សាញាតិញោមមានរូបកាយតើមួយថ្ងៃត្រូវធ្វើអីខ្លះសម្រាប់វាព្រឹកឡើងលុបមុខដោះមាត់ដោះធ្មេញមុជទឹកសម្អាតមានគ្រឿងរុំព័ទ្ធដោយសម្លៀកបំពាក់រវល់ប៉ុណ្ណាដោយសារខណ្ឌហ្នឹងដោយសារជីវិតហ្នឹងដោយសារខ្លួនប្រាណហ្នឹងតែប៉ុណ្្នឹងឯងមានអីរាល់ថ្ងៃព្រឹកឡើងធ្វើអីព្រឹកឡើងលុបមុខដោះមិញស្លៀកពាក់បញ្ចុកបាយនឹងហូបបាយសិនកូននោមរត់ទៅបាត់ជើងទៀតរាល់តែថ្ងៃហ្នឹងបើយើងបោកប៉ាន់អាការងាររវល់ដោយសាររូបកាយនេះអញ្ចឹងហើយបានជាមានអ្នកដែលធុញទ្រាន់នឹងរូបកាយជាមនុស្សនេះខំចម្រើនឈានទៅកើតជាព្រំជាអីមិនបាច់ជុះអាចមិនបាច់ហូបបាយនោះណារឿងអញ្ចឹងបើយើងអត់គិតយើងអត់ដឹងថាវាទុកវាលំបាកប៉ុណ្ណាទេដោយអាត្មានឹងជិះឡានមកសំដែងធនហ្នឹងមុំតែមកដល់ត្រូវចុះជួសនោម 2-3 ដងថាវាធុញអើយធុញហ្នឹងជួនកាលមិនហ៊ានឆាន់ទឹកពិបាកថែរក្សាណាគឺទុកដោយលំបាកថែរក្សាបើវាសុខភាពល្អវាមិនសូវអីទៅវាឈឺទៀតហ្នឹងហើយប៉ុន្តែអត់មានការពិចារណាអត់មានធម៌ដាស់តឿនស្វឹងអូយស្វឹងនឹងរូបស្វឹងនឹងកម្លាំងស្វឹងនឹងទ្រព្យសម្បត្តិស្វឹងនឹងយសស័ក្តិស្វឹងនឹងកេរ្តិ៍ឈ្មោះស្វឹងងាប់បាក់មានបានអីមនុស្សសម័យមុនក៏មានអ្នកមានដែរញាតិញោម100 ឆ្នាំមុនក៏មានសេដ្ឋី200 ឆ្នាំមុនក៏មានសេដ្ឋី300 ឆ្នាំមុនក៏មានសេដ្ឋីឥឡូវសេដ្ឋីនោះសេដ្ឋីស្រុកខ្មោចអត់មានបានមកសេដ្ឋីស្រុកឥឡូវនេះទៀតទេណាយើងក៏អញ្ចឹង100 ឆ្នាំទៀតស្មើមកបានអង្គុយអញ្ចឹងទៀតទេណាទាំងអស់គ្នានឹង100 ឆ្នាំទៀតគិតថាបានមកអង្គុយមើលមុខគ្នាអញ្ចឹងទៀតទេងាប់បាត់ណាហ្នឹងហើយអញ្ចឹងទៅហើយអាត្មាចង់សម្ដែងទៅមុខបន្តិចទៀតកន្លែងដែលព្រះអង្គសម្ដែងថាគាថាបន្ទាប់ហ្នឹងថាវិសាសៈបរមាញាតិវិសាសៈបរមាញាតិប្រែថាញាតិនឹងមានការស្និទ្ធស្នាលជាយ៉ាងក្រៃលែងពាក្យថាមានការស្និទ្ធស្នាលជាយ៉ាងក្រៃលែងក្នុងព្រះអត្តកថាព្រះអរហន្តទាំងឡាយលោកបានពន្យល់ថាពាក្យថាញាតិមានការរាប់អានគ្នាល្អទៅបានវាទល់តែមានការស្និទ្ធស្នាលក៏ប៉ុន្តែបើទោះជាសាច់ឈាមនឹងជាឪបង្កើតកូនបង្កើតម៉ែបង្កើតកូនបង្កើតមិនម៉ែបង្កើតទេឬហៅបានម៉ែបង្កើតទេបានទេអូចឹងបានហៅបានតែកូនបង្កើតហ្នឹងហើយប្រសិនបើមិនមានការស្និទ្ធស្នាលទេវាទុកដូចជាអ្នកដទេប៉ុន្តែលោកសម្ដែងទៀតថាអ្នកដតីសោះមានភាពស្និទ្ធស្នាលមានការដឹងសុខទុក្ខគ្នាប្រកបដូចជាញាតិចឹងមែនឬមិនមែនហ្នឹងហើយអញ្ចឹងញាតិនៅក្នុងទីនេះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងពីញាតិ7សន្តានហ្នឹងបើនិយាយទៅរាប់តាំងពីបងប្អូនបកើតជាដូនមួយជាទួតមួយជាលួតហួសជាលួត3តំណទៅទៀតក៏នៅតែជាញាតិប៉ុន្តែយើងមើលបងប្អូនឥឡូវតែត្រឹមជាដូនមួយដូចនៅជើងមេឃមកខាងម្នាក់បាទមែនទេដូចនៅជើងមេឃមកខាងម្នាក់រឲ្យស្និទ្ធស្នាលអត់បានណាទាំងអស់តែគ្នាគ្រប់តាទីកន្លែងស្មើមើលដូចជាឆ្ងាយណាស់ទៅណាដូចឆ្ងាយណាស់ទៅហ្នឹងហើយប៉ុន្តែរឿងនេះរឿងមកអំពីអីញាតិញោមមកពីវាស្រុតចុះគុណធម៌សេចក្តីស្រឡាញ់ការរាប់អានហ្នឹងវាស្រុតចុះដោយសារគុណធម៌ហ្នឹងវាស្រុតចុះណាមួយខ្វះការណែនាំពីឪពុកម្ដាយពុកម្ដាយហ្នឹងមិនបានប្រាប់ថាកូននេះត្រូវញាតយើងអ្នកត្រូវជាទួតមួយខ្លួនឯងត្រូវជាដូនមួយខ្លួនឯងត្រូវជាទួតមួយខ្លួនឯងនេះត្រូវមីនេះត្រូវអ៊ំម៉ែឪខ្វះកន្លែងហ្នឹងដល់ខ្វះកន្លែងហ្នឹងកូនវាកើតមកមិនដឹងអត់ដឹងទេអាធ្លាប់សួរបងប្អូនអាត្រឹមជាដូនមួយអីអាចេះតែសួរថានេះត្រូវម៉េចមួយនេះឯងអត់ដឹងនេះត្រូវមួយម៉េចមួយនេះឯងអត់ដឹង
bởi vì mình đăng chẳng ở về tôi rộp an thầm ấy nó vâng mai mình pram sầm khánh giống như là tôi không mình vì ở trên rộp an bon của ôn mẹ này mai nâng ai sâu prap cồn để nó nè bạn mà rộp dương rương nâng mau sầm đáy mà chẳng dây rương nâng để xả bon của ôn mọi chả mà lực chẳng thà tốt mình tốt cồn này tốt phía chả tốt mày tốt chỉ đồn chỉ ta mình sâu prap thả đi trâu chỉ đồn mùi ấy nè anh đi trâu chỉ tuột mùi ấy nè tuột chỉ mùi cái này nè pui chạy chỉ mùi cái này nó trâu rộp ăn cái này ọt sâu bàn lưỡi chẳng tê men đường men ấy đòi côn về đằng mày côn về ọt đằng tê tùng peng snon rư sấy phần tay tùng peng về đọc tam rư sấy nữa men tập peng lụt môn rư sấy tê nàng dân mới rư sấy bờ đào na cuốc tập peng lụt cuốc đào na rít tập peng máu có rít đôi cho khné về ọt cuốc rồi đấy nàng chẳng đần vì đấy có ông ăn được luôn nè chìm pua nhiệt chẳng ban ca tra đăng rồi bỏ của bột nữa miền bay chìm nổi ca không chi dâm rồi bỏ của bột miền bay chìm nổi ti môi hào thà bột thật để trả giá ca prăng prai chẳng lại nó cứ phải giáo đầm bay ở ban tra chỉ phải sắm sắm bột ti pi cứ nhiệt tật thà trả giá cứ pro ông đầm bay pro của bụi nhiệt tập bỏ của ông thế này hay ti pi mà nhà ti bay cứ lô cắt thà trả giá cứ đầm bay pro của bụi sạt lô tầng ở nơi không vì này có rõ ngạn đồ cua chấm pua bị khọ tiệt bị khọ xong oi rồi bo từ sàm anh chân thầm đá mình bàn tê bà sợ bà ska thầm đá mình bàn tê trâu tô có vận tay bởi chóp sạch nhiệt lục oi bàn cứ chỉ ca ạn đồ cua tha oi mà nụ che sờ nó kia che rọp an kia bần dây bị đau mong mà nụ về pui tầm môi thì kia này vận tay việc bay kia tràn tới bật nè ấy đôi mà ấy đôi từ nó hàng tầm muốn art skull bên mình skull bên đời xa về mình lọp nơi lại nè màu chung này chật mà rong bón xua tới sệt bong phồn mà nè class nó slap từ với toàn đăng bong phồn nè vào nè chân sầm khăn nè nhiệt nhôm một body sạch complete thay dương sẽ đạp thua của ông sầm đai thay mệt nhiệt tệ sang của hồ nhiệt tệ sang của hồ ca sầm cua nhiệt nằm máu đông bằng cô đỏ đỏ ca sầm cua nhiệt miền pi bay chấm nách cả lại nắng tiền anh chạ thom chạ để ra chạ nhiệt tệ canh tân anh chạ sang của hồ ca bò để chạ tiền chiêm bằng cô đỏ đầm tiền anh chạ thom chạ để ra nó cứ ca bật thối chiêm bằng cô đỏ đầm nhiệt tệ sang của hồ có chiêm bằng cô đỏ đầm bịa tha sầm cua này miền pi chấm nách mình men bịa tha sầm cua tôi để oi lôi oi cạ bàn mua tha sầm cua thế bịa tha sầm cua nhiệt còn thể tha đăng sọc tục kia ở xa xua sọc tục kia nơi bị sọc môi xua tầm đăng kia đời ca rọp an nâng có cái hào thá sóng sầm cua đòi chật sầm cua đòi mệt trai phì chương ca mình miên lôi cạ ấy oi miên cầm nứt oi dục bal trâu phơi dạng đi dạng nô bọc họp một là bo nô anh nâng có cái hào thá sóng cua nhiệt thưa ở cọ này nằm nhiệt ở thưa lọ còn mọi đào phơi khóc anh đang coi một thá sóng sừng cua việc sừng cua miền đây ra dân thời vô việc sừng cua còn ở đây nó mọi lôi chai mà mặt nó được sừng cua ấy lôi chai mặt cho lôi chai mà đi rồi nè chẳng việc thằng sừng cua về bên từ rương lôi mình bạch nhất có cái oi ban đấy con ta ở quay để nhận đợt tây oi mình bán cứ sạch chiêm bong phố nọ nè đang chẳng đến ở miền nẹt nam màu rùm lia ở miền nẹt nam màu cắt đạch cào tới bị dương mình check xa mà kỳ kia tham ăn này dây nó bên sầm rạp bong phôn này thế nhiệt nhôm quật bò để sạch tầng óc kia nó còn chẳng đài nè chọc á đây mà là tê thô ấy một tê thô đường bong phôn sao nè nó thô pre và ông sầm đài nè và ông đài chẳng lớn nó so cái là mà ông tiệt nhận yêu miền ngon lấy nè chẳng xu đường ấy
នឹងឥឡូវមានសំណួរសាកសួរខ្ញុំកណាឈ្មោះនឹមណៃសំណួរសួរដែលជាធម្មចាលោកអាចារ្យខ្លះមានប្រសាសន៍ថាបើយកមេឃពោមកធ្វើពិធីពុទ្ធាពិសេសមានបាបធ្ងន់ណាយកមេឃពោមកហ៎ពោនឹងវាបើពោមែនតែនយើងមិនអាចបៀតបៀនបានទេណាយើងមិនអាចកាត់មិនអាចកាប់បានទេបើយើងចង់ឲ្យវិស័យពោយើងទៅឲ្យវិស័យកន្លែងដើមពោនឹងបដ ாய் ទៅថ្វាយអង្គមបដ ாய் ទៅអញ្ចឹងណាប៉ុន្តែបើពោនឹងមិនមែនជាពូជពោដែលព្រះអង្គត្រាស់ដឹងទេអាហ្នឹងវាអត់អីទេពោវាមានជាងគេពោស្រុកយើងកតុយខ្លីៗមិនមែនទេពាក្យថាពោអញ្ចេះញាតិញោមពោសរសេរពួរស្រោធัวស្រែពោធិចឹងវាតាមសម័យកាលនៃព្រះសម្មាសម្ពុទ្ធកាលពីសម័យពុទ្ធមុនជួនកាលមិនត្រាស់ក្រោមដើមពោដូចយើងចឹងទេជួនកាលលោកគង់ក្រោមដើមលវាដល់ក្រោមដើមលវាក៏បានត្រាស់ដឹងអញ្ចឹងសម័យនោះគេគោរពដើមលវាថាជាពោធិព្រឹក្សនឹងអញ្ចឹងបានតាណាបៀតបៀនពូជពោហ្នឹងមានបាបធ្ងន់ដល់ទៅសម័យនេះព្រះអង្គអត់ត្រាស់ក្រោមដើមលវាទេណាកាប់ដើមលវាអត់អីពីព្រោះជាយុគសម័យដែលព្រះពុទ្ធមិនត្រាស់ក្រោមដើមនោះហើយសម័យខ្លះទៀតព្រះពុទ្ធអង្គខ្លះលោកគង់ក្រោមដើមឫស្សីណាហើយដើមឫស្សីណាដែលព្រះពុទ្ធគង់ទៅបានត្រាស់ដើមឫស្សីនោះគេគោរពជាដើមពោហៅថាពោធិព្រឹក្សពោធិព្រឹក្សហ្នឹងព្រឹក្សាហ្នឹងគឺដើមឈើហ្នឹងឯងព្រឹក្សានោះប្រែថាជាដើមឈើដែលព្រះពុទ្ធបានត្រាស់នឹងអញ្ចឹងហើយក្នុងអត្ថកថាបានបញ្យល់ថាបើអ្នកណាទៅសម្លាប់ដើមពោហ្នឹងមានទោសចិត្តអនន្តរិយកម្មណាធ្ងន់ធ្ងរប៉ុន្តែបើយើងមើលផងពិនិត្យថាបើមិនមែនជាពូជពោមកទេអាហ្នឹងរឿងផ្សេងប៉ុន្តែបើពោមែនតែម្ដងសម័យពីដើមក៏គេអត់ហ៊ានកាប់ដែរដូចសម័យប្របាទធម្មាសោកដែលចម្លងពូជពោពីឥណ្ឌាទៅលង្កាទៅប្រទេសស្រីលង្កានៅក្នុងពុទ្ធសករាជ236ពេលព្រះអង្គបរិនិព្វានទៅបាន236ឆ្នាំគិតទៅជាង2000ឆ្នាំហើយដែលព្រះនាងសង្ឃមិត្តាធេរីជាបុត្រីរបស់បាទធម្មាសោកណោមតាមសំពើទៅហ្នឹងគឺព្រះបាទធម្មាសោកអធិដ្ឋានថាប្រសិនបើខ្ញុំនេះជាទាយាទនៃព្រះពុទ្ធសាសនាជាអ្នកមានសទ្ធាជ្រះថ្លាមិនងាករេពីពុទ្ធសាសនាមែនសូមឲ្យមេឃពោនឹងដាច់ធ្លាក់ចុះមកដោយខ្លួនឯងមកបដិស្ថាននៅក្នុងផើងហើយផើងមាសដែលព្រះបាទធម្មាសោកធ្វើហ្នឹងគ្រាន់តែកម្រាស់មាត់មាសហ្នឹងកម្រាស់កេមវាកណ្ដាប់មាត់វាប្រប៉ិនគុលប្រម៉ោយតម្រៃហើយកម្រាស់បាតវា3ធ្នប់ហើយនឹងពីមាត់ម្ខាងទៅមាត់ម្ខាង3ហាត់ហ្នឹងឯងធំហើយដាក់ដីលាយដោយទឹកដោះជីល្អហើយមេឃពោនោះក៏ដាច់ធ្លាក់ចុះមកដោយខ្លួនឯងគឺគេអត់ហ៊ានកាប់អត់ហ៊ានកាត់ទេដោយសេចក្តីគោរពហើយពោនឹងបានសម្ដែងបដិហាអស់7យប់7ថ្ងៃកាលនោះនឹងបានហោះទាំងផើងនឹងទៅក្នុងអាកាសអស់7យប់7ថ្ងៃតែបានចុះមកវិញហើយនាងសង្ឃមិត្តាធេរីនាំទៅសមុទ្រនឹងពួកនាគក៏មកច្បាំងដណ្ដើមយកទៅទៀតប៉ុន្តែនាគនឹងរឹតមិនឈ្នះនាងសង្ឃមិត្តាធេរីទេព្រោះនាងជាព្រះរហន្តតីនាគនឹងក៏សុំចោះចាញ់ហើយសុំអង្វរសុំយកប្រពោនឹងទៅគោរពបាន2-3ថ្ងៃរួចទៅបានហួសទៅដល់ស្រីលង្កាអញ្ចឹងបាននៅស្រីលង្ការស់ហើយពោនឹងមានអាយុដល់សពថ្ងៃហ្នឹងមកធ្លាប់បានទៅថ្វាយបង្គំនៅកន្លែងហ្នឹងហើយជុំវិញសពថ្ងៃគេធ្វើសិទ្ធិមាសការលបងពោលបងប្រពោនឹងសិទ្ធិមាសទាំងអស់នៅប្រទេសស្រីលង្ការរាល់ថ្ងៃហើយអាយុកាលប្រពោនឹងមើលទំនងជាមេឃមែនពីព្រោះគុលអត់ធំឯគុលប្រហែលប៉ុណ្្នឹងឯងប៉ុន្តែដុសលូតទៅទិសឯសានឹងវែងអញ្ចឹងទៅគេយកដែកជាទល់របៀបជាមេឃអត់រឿងជាដើមទេបើដើមវារីកធំហើយប៉ុន្តែផើងមាសហ្នឹងគឺនៅក្រោមនឹងដដែលមិនអាចចាក់ឬទៅណាឆ្ងាយបានពោនឹងតូចអាយុ2500ឆ្នាំជាងហើយនៅដល់សប្តាហ៍ថ្ងៃហ្នឹងខែ3នេះមកទៅម្ដងទៀតទៅថ្វាយគុំម្ដងទៀតហ្នឹងហើយហ្នឹងបើដោយសេចក្តីគោរពមិនគួរកាត់ទេណាបើយើងយកពូជយកអីមកដាំជាគ្រាប់អីមិនអីទេណាយល់ទេចឹងយល់ថាម៉េច
năng ngày cả năng hay ba sợ xạ xù mới tiệt thà tìm muối hạt đời mà đách ban chỉประดิษฐ์ trung ប្រសូត នៅក្នុងព្រៃទៅវិញម្ដេចមិនប្រសូតក្នុងបរិយាវាំងតើព្រោះអ្វីទី2ពពោធិសត្វប្រសូតបាន7ថ្ងៃពមេដាសោយទីមង្គតទី3ព្រះកុកុសន្ធោកោនេកមនោទាំង3ព្រះអង្គប្រសូតក្នុងព្រៃដូចព្រះសមណគោតមដែរឬទេធម្មតាព្រះសម្មាសម្ពុទ្ធតែងតែប្រសូតក្នុងព្រៃអញ្ចឹងឯងណាហេតុអីបានជាត្រូវប្រសូតក្នុងព្រៃប្រសូតក្នុងបរិនិព្វានក៏ក្នុងព្រៃត្រាស់ដឹងក៏ក្នុងព្រៃពីព្រោះក្នុងនគរក្នុងអីវាច្របូកច្រជាបល់ណាជាបូកជាបល់មែនទែនញាតិញោមឧទាហរណ៍នៅកន្លែងព្រះអង្គប្រសូតសពថ្ងៃឧទ្យានគេហៅថាឧទ្យានលំពីនីគេថែរក្សាទុករហូតមកដល់សពថ្ងៃហ្នឹងកន្លែងហ្នឹងទៅតឹងព្រៃហ្នឹង2គីឡូម៉ែត្របដោយជាង30គីឡូនៅឥឡូវកាលសម័យបារាំងហ្នឹងបានកាត់ទៅជាចំណែកដីនេប៉ាល់ណាអាត្មាបានទៅគោរព2-3ដងហើយកន្លែងហ្នឹងហើយកន្លែងប្រសូតកន្លែងត្រាស់ដឹងកន្លែងសម្ដែងធម្មចក្រកន្លែងបរិនិព្វាននៅក្នុងឥណ្ឌាសពថ្ងៃណាដល់យើងសិក្សាមកវិញបានជាកន្លែងពិសេសតែងតែនៅក្នុងព្រៃពីព្រោះថាកន្លែងហ្នឹងវាមិនកក្រិចឲ្យតែនៅក្នុងក្រុងអត់ល្អទេឧទាហរណ៍ថាព្រះអង្គប្រសូតក្នុងក្រុងចង់ធ្វើជាវិមានគោរពបូជាធ្វើអត់ល្អឧទាហរណ៍ថាប្រសូតក្នុងពេទ្យចុះទៅប្រសូតក្នុងពេទ្យចុះហើយទៅរុះពេទ្យគេចោលឲ្យធ្វើចែកដីហើយមិនកន្លែងហ្នឹងធ្វើបង្កើតទេកន្លែងក្នុងវាំងសិតតែមាននងមាននាងសិតតែកន្លែងគេបរិភោគកាមគុណទៅធ្វើកន្លែងគោរពបូជាមិនកើតឃើញទេយល់ទេព្រះអង្គនៅកម្មវិធីពិសេសនៅក្នុងបរិយាវាំងមានតែមួយគត់គឺអភិសេកអានឹងមកអំពីអីមកពីកម្មវិធីបរិភោគកាមគុណក៏ប៉ុន្តែការប្រារព្ធដើម្បីចិញ្ចាក់កាមគុណគឺសិតតែនៅក្នុងទីស្ងប់ស្ងាត់ព្រះអានន្ទក៏សាកសួរព្រះសម្មាសម្ពុទ្ធដែរនៅពេលដែលព្រះអង្គចិត្តបរិនិព្វានព្រះអានន្ទបានសាកសួរព្រះអង្គសូមអង្វរព្រះអង្គថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះអង្គកុំបរិនិព្វាននៅក្នុងព្រៃស្ងាត់នេះឡើយពីព្រោះព្រៃនេះជាដែនដីនៃនគរតូចសូមព្រះអង្គបរិនិព្វានក្នុងនគររាជក្រឹសឬក៏សាវត្ថីអីទៅវិញទៅជាកន្លែងដែលស្ដេចធំគេនឹងចាត់ចែងព្រះសរីរៈព្រះអង្គដល់អឡាឬក៏ក្រឹកក្រែងព្រះអង្គខត់ថាមនាលអនន្តអ្នកកុំគិតយ៉ាងនេះឡើយនឹងក្នុងបេដកលេខ16ឈ្មោះមហាបរិនិព្វានសូត្រញាតិញោមបើកមើលមើលកន្លែងហ្នឹងអនន្តក៏សុំដែរសុំព្រះអង្គថាកុំបរិនិព្វានក្នុងព្រៃមិនសមទៅនឹងឋានៈព្រះអង្គទេព្រះអង្គថាអ្នកកុំគិតថាកន្លែងនេះជាកន្លែងស្ងាត់ឡើយកន្លែងនេះពីអតីតកាលយូរឆ្នាំហើយជានគរដ៏ស្ដុកស្ដំមួយឈ្មោះហង្សាវតីនគរកាលនោះព្រះសម្មាសម្ពុទ្ធនៃយើងព្រះអង្គកើតជាស្ដេចចក្រនៅកន្លែងនោះបរិបូរដោយមនុស្សបរិបូរដោយគោក្របីមាសប្រាក់ប៉ុន្តែកន្លងរាប់ម៉ឺនឆ្នាំទៅទីក្រុងដ៏ល្បីឈ្មោះនេះក៏ត្រូវคล้ายទៅជាព្រៃរហោស្ថានឃើញទេនឹងចឹងទៅតាមពិតយើងមើលចុះអ្នកដែលអាចចិញ្ចាអំពីវត្តតុកបានគឺមិនមែនត្រូវច្បុកច្បល់ទេព្រះយោក៏ដោយពេលដែលនៅច្បុកច្បល់ជាមួយស្រីនឹងរស់ធម៌មិនឃើញទេដល់រត់ចូលទៅក្នុងព្រៃជួបព្រះអង្គទៅបានសម្រេចធម៌ហើយញាតិញោមស្មានស្រួលចិត្តណាស់នៅផ្ទះហ្នឹងស្មានស្រួលចិត្តជាងអាត្មានៅវត្តណាស់រងថ្ងៃនៅផ្ទះហ្នឹងមានកូនមានចៅមានប្តីមានប្រពន្ធតោងកតុយមកក្រោយស្មានស្រួលជាងអាត្មានៅវត្តណាស់ហ្នឹងស្រួលទេបើស្រួលព្រះអង្គនៅក្នុងហើយព្រះអង្គមិនទៅព្រៃទេហ្នឹងហើយរឿងប្រសូតបាន7ថ្ងៃហើយព្រះអង្គក៏បានព្រះមេដាសោយទីវង្គតនោះក៏ជានិយាមជាធម្មនិយាមជាធម្មតាពីព្រោះបុណ្យបារមីរបស់ព្រះមេដាគ្រប់ព្រះអង្គទាំងអស់របស់ព្រះសម្មាសម្ពុទ្ធបន្ទាប់អំពីប្រសូតហើយការដែលមកចាប់ជាតិជាមនុស្សនេះគ្រាន់តែជួយមកផ្ដល់កំណើតឲ្យព្រះសម្មាសម្ពុទ្ធតែប៉ុណ្ណោះគ្រប់មេដាទាំងអស់សុទ្ធតែមានបុណ្យ100,000 កាប់អញ្ចឹងណា
ដោយសារជាកិច្ចការរបស់លោកចប់ត្រឹមតែផ្ដល់កំណើតឲ្យព្រះពោធិសត្វហើយត្រូវចប់នៅមនុស្សត្រូវទៅយកកំណើតជាទេវតាវិញមិនមែនជាការលំបាកទេប៉ុន្តែយើងឃើញអាយុខ្លីយើងថាអីក៏អាយុខ្លីម៉េះប៉ុន្តែទៀងថាពីនឹងទៅលោកត្រូវទៅដល់សិតវិញដូចគ្នានឹងព្រះរាជាណាមួយដែលមានអំណាចឬក៏មន្ត្រីដែលមានអំណាចណាមួយមានភារៈចុះមកជួយយើងហើយលោកធ្វើខ្ទមតូចមួយនៅស្នាក់ជាមួយយើងនៅពេលដែលជួយយើងហើយលោកក៏ចាក់ចោលពីខ្ទមហ្នឹងទៅនៅវាំងវិញមិនមែនជាការលំបាកទេប៉ុន្តែយើងឃើញអាការដែលចាក់ចេញរបស់លោកថាហាក់ដូចជារឿងដែលកំសត់រឿងដែលគួរឲ្យភ័យមិនមែនទេអាត្មាក៏ដឹងតែងាប់ហើយទៅទេវតាសុខចិត្តងាប់ឥឡូវហ្នឹងមែនតាព្រោះវាមិនដឹងមិនចាំមើលបន្តិចទៀតសិនហ្នឹងណាយល់ទេហ្នឹងហើយហើយទី3ព្រះកកុសលធម៌ហ្នឹងឯងទៅឆ្លើយឲ្យមិញណាហើយមួយទៀតបាសកស្វាយឆេងនៅភូមិបណ្ណាពាក្យថាព្រះពុទ្ធសាសនាមានន័យដូចម្ដេចព្រះពុទ្ធសាសនាប្រែថាជាឱវាទរបស់ព្រះពុទ្ធជាពាក្យបង្រៀនរបស់ព្រះពុទ្ធអញ្ចឹងការដែលកាន់ពុទ្ធសាសនាមានន័យថាជាការកាន់ធម៌របស់ព្រះពុទ្ធយល់ទេហ្នឹងដូចព្រះអង្គសម្ដែងថាម៉េចសពបាបាសៈអករណង្គកុសលាសោបសម្បទាសិចិត្តប្រយោតបណងអេតាំងពុទ្ធាអ្នកសាសនំការមិនធ្វើបាបការបំពេញកុសលការជំរះចិត្តរបស់ខ្លួនឲ្យស្អាតផុរផង់ទាំងនេះជាពាក្យព្រានប្រដៅរបស់ព្រះពុទ្ធទាំងឡាយឬថាទាំងនេះឯងជាព្រះពុទ្ធសាសនាគឺពុទ្ធាអ្នកសាសនាណាពាក្យថាទុក្ខអរិយសច្ចៈសមុទយអរិយសច្ចៈនិរោធសច្ចៈមគ្គសច្ចៈក្នុងទីនេះវាត្រូវចូលទៅដល់អភិធម្មប៉ុន្តែសច្ចៈនៅក្នុងលោកមានសច្ចៈនឹងឯងគឺជាសច្ចៈដ៏អស្ចារ្យជាសច្ចៈដោយប្រកបគឺមាន4ហ្នឹងជាទុក្ខសច្ចៈស្អីជាទុក្ខសច្ចៈតួជីវិតរបស់យើងទាំងអស់នេះគឺជាទុក្ខអត់មានសុខទេសច្ចៈគឺទុក្ខជាទុក្ខសច្ចៈសូម្បីខណៈយើងសើចខណៈយើងសប្បាយក៏នៅក្នុងសច្ចៈទុក្ខដែរអត់មានជាសុខសច្ចៈទេសុខសច្ចៈមានតែមួយគត់គឺនិរោធសច្ចៈហៅថាព្រះនិព្វានហេតុអីបានជាខណៈសប្បាយហៅថាទុក្ខដែរប៉ុន្តែសេចក្តីទុក្ខដែលយើងយកមកនិយាយសពថ្ងៃដល់តែយើងកើតទុក្ខទល់តែយើងឈឺខណៈយើងដេកស្រួលយើងអត់ថាទុក្ខទេមែនទេចឹងមែនទេខណៈពេលជាពីជំងឺយើងអត់ដឹងថាយើងទុក្ខទេបានកូនមកយើងអត់ដឹងបានទុក្ខទេតាមពិតបានកូនក៏បានទុក្ខបានចៅក៏បានទុក្ខសិតតែដុំទុក្ខទាំងអស់កើតឡើងនាំមកនៅកង្វល់ទាំងអស់មានកូនមួយព្រួយកូនមួយមានកូនពីរព្រួយកូនពីរមានកូន3ព្រួយកូន3មានប្រពន្ធមួយព្រួយប្រពន្ធមួយមានប្រពន្ធពីរព្រួយប្រពន្ធពីរមិនដែលប្រពន្ធណានាំសបាយឲ្យមិនដែលឃើញផងនាំទៅមុខជូរឲ្យរហូតមែនទៅផ្ទះប្រពន្ធនេះខ្លាចប្រពន្ធនោះខឹងមានតែបាត់សុខអីមែនទេហ្នឹងហើយចង់នឹងឯងដែលហេតុនាំឲ្យកើតទុក្ខនោះយល់ទេអត់ឲ្យរហូតចឹងស្រួលហ៎អត់រហូតចឹងស្រួលប៉ុន្តែវាមិនចង់ស្រួលសោះហ្នឹងហើយដូចញាតិញោមមើលទុក្ខបើយើងមកពីបាលីទុក្ខសច្ចៈណាទុក្ខវាមកពីបាលីថាទុនិងខៈនឹងប្រែថាដំណើរវិវត្តដំណើរហើយទុនឹងប្រែថាទ្រាំជាធម្មតាអ្វីដែលទ្រាំមិនបានមានន័យថានៅដល់ដែលមិនបានអានឹងឯងគេហៅថាទុក្ខញាតិញោមអង្គុយដបងរយជើងអាដបងទឹកអង្គុយភ្លាមទៅភ្លាមចុកជើងឯងឥឡូវចុកនៅចុកហើយហ្នឹងហើយមានន័យថារក្សានៅដូចដើមអត់បានទេហ្នឹងសឹងបែកហ្នឹងចិត្តបែកហ្នឹងហើយដល់ពេលញាតិញោមចប់ធัวទៅលាតជើងសណ្ដោកទៅស្រួលទេស្រួលថាស្រួលនឹងបានមកពីអីថាបានមកពីអាចុកមិញណាកុំតែចុកគ្មានស្រួលទេសប្បាយក្នុងโลกនេះគឺកើតមកពីទុក្ខទាំងអស់បើមិនមានទុក្ខអត់ស្រួលទេអត់មានសប្បាយអីសោះទេឈឺកើតទុក្ខដល់ពេលគេមើលជាអដល់សួរថាអនឹងបានពីណាថាបានមកពីឈឺđóកុំតែឈឺមានតែអអីជាមួយជាហ៎បានលុយបានកាក់មានទ្រព្យសម្បត្តិទៅតែអូយថាមិនបានថាមកពីក្រកុំខ្លាចក្រមានតែអអីរឿងមានហ៎ដល់មន់វាអត់ចេះខ្លាចក្រវាមានចេះអអីបានមាសទៅសួរមន់ហ្នឹងបើតិចថាបានមាសវាអចុះ
phim chết lại cỏ men được men nâng à chân sập bay chẳng lại cứ cao ẩm pi tục tầng ọ cao pi tục tầng ọ ô tê hơn này nhiên tham chẳng ô tê hơn được nhận nhiên tham chẳng phê để đặt năm việc của bạn không luôn ban chạy năm ban là hết năm nó thôi được xua khơi tê vào đà nó phải xua vì trong tay chẳng ấy phân tay bao mình rộn nhiên đi rồi xua lên cao đấy nhận nhôm nhiên sla mệt đấy ọt sla tao với chu mọt đọ ban máu đôi xua nệ nhiên vào đây đọ ban máu đôi hơi tôi xua phân tay bờ cây mình nhiên viêm men tôi xua anh chẳng xua không lộn đấy xua vào hai anh là mọt để nó thật ai nó ơi xua phân số tập bờ cây mình cát là mọt chăm bạch tôi xua anh là mọt tại anh du du việc đa chơi ta bị xua bạch thực là ngày máu tàu rộp mùi tiệt môn là bóng là mọt xua bị xua tập bảo giang nam minh rộp bó để ban không lộn này đôi khniên chẳng môn đừng ban về cao tốc pro ca mình bàn đo để ban hơi về cao tốc mùi tiết pro ca bạt bỏng mền đừng mền nó nghe đôi một quân nhưng cao từ đông kia thôi thưa mấy ơi tập ban đôi mong chứ ngợ ban mau hết phượng quân slap tới một thầu cao tốc thử bọn người quân mình hả nó nâng chia sạch chặt cứ việc tròn nơi mình bàn ở lâu dân tha coi nó việc của bà lâu coi sự đột chớn tha sườn coi ở ban mà ngày cùng cầu mà tròn ban đấy là thằng coi chọc cho cái hà lốt đây ý đây tôi sửa là lốt đây mà tịch cùng cầu mới ban đấy thì thôi đôi gì sửa sao tôi rom cái thấy lô sờ bay rom cùng chụp mà chụp tôi lư mới ban đấy thà sấy con mình sửa bật đài về con để tròn mà môi mình bán rồi môi tiệt tròn môi mình bán rồi môi tiệt chỉ lo tao tôm chẳng anh chỉ vứt mà nó sát lô cương chẳng anh đấy nè để thành na chia sẻ đây sốc đầy dân trâu cá rồi mình khơi thế nhưng nhôm rồi khơi xây để chọn ban này nấu từng không ti bằng phật này ca chọn ban bao nhiêu nhôm xây rồi khơi thế còn tham mặc lên nó chặt với chọn ban đấy có rồi năng tử rồi nó hết chọn anh đầu tiên tử rồi anh ban hết chọn anh đầu tiên tử mơ xây đây là chỉ ti bằng phật để dân chọn đấy chưa là đấy nhìn ông chạy nữa nâu thế buổi tiết tục cả sớm thì dạ đây sạch chạ sớm thì dạ đây sạch chạ cứ chỉ on thô để nó mới cả tục nữa này để nó mới cả tục tì muối nữa này on thô bàn đo tấn nè lô phe phần này khai mới mua thà tấn là hà rương tăng công ty trong tham nhân pan nhà hà để nè rương trong ban rương bậc na năng anh cứ chiaប្រភពនៃសេចក្តីtục ở lúc dân thắng công ty chư trong miền ca tục ấy thế mà bị chọn chia ta vẫn chưa được ôi mùi chư nó bị chọn do mùi tiệt cái chế nhom khăn bởi vì cùng chế nhom miền khăn ấy nhom miền ca tục ấy thằng mau bị dân chọn công oi cái chế bởi dân prom ta chế tới miền ca tục ấy vấn đề trong ban chùm nuốt trong ấy cái lõ chùm mùa giờ để chẳng là chọn năng ấy nằm ở miền xịt đấy tục má lựa thì hàng nghề ca bị khmei nâu cò mỏng từ na mòn na trâu ốt sọ trâu sật sọ trâu cả kiệp trâu chiên trâu xây sọ một khó ảo bàn tư châu nâng cây trò chứ là lỡ đó cao sọ hà linh miên tôi cao tục mùi sọ thì đấy cao tục thì đấy ôi ta chụp trâu cá miên đi thà chụp cao tục chỉ mùi sọ bảo dân nâu trâu cá sọ miên đi thà dân nâu tới cao tục chỉ mùi sọ liệp tịch với màu khăn tiết với màu so tiết so hay liệp ếch máu cá tục tiết ọt lôi tinh tham miền nam hay phịch liệp với trên nhà cô so một tiết mát kế tiết đó tới chụp là vô chụp không không men được mền nâng ngày khoa rừng ấy sẽ lanh ấy cư và nâng anh chỉ tục dướng tay thì sọt mà nôn na để dướng mình trôi chật nhiệt nhôm trâu đăng tham mình nút rư có vật thọ đã cọ chấm phu dân chiên kế cư vật thọ na để dân sẽ lanh chiên kế vật thọ rư mà nôn na để dân sẽ lanh chiên kế vật thọ rư mà nôn nô anh nom mau nó sẽ đầy tục đòn dân chiên kế ưu tiên họ côn đó côn na để dân sẽ lanh chiên kế việc ngọt tôi dân dùng chiên kế rồi bao na dân sẽ lanh chiên kế bắt tôi dân sẽ đai chiên kế dân cá tục chiên kế men được men nè dân mình đây dùng vì pro mình nuôi để dân sọp ngọt đấy bên này để dân sọp ngọt dân dùng đây xả thụ rồi ngọt là những ngày nè bên đây mình nuôi na để dân sò lánh
យំឬមិនយំនឹងហើយកុំភ្លេចថាអ្នកដែលធ្វើឲ្យយើងយំណាដែលយើងស្រឡាញ់នឹងឯងពេលមកតើជាយទេសោកោសេចក្តីសោកកើតពីពុះស្រឡាញ់សេចក្តីសោកោជាយតោជាយទេភយ៉ាងសេចក្តីភ័យតក់ស្លុតក៏កើតអំពីរបស់ជាទីស្រឡាញ់ដែរយល់ហើយដល់ទៅមគ្គនេះសួរមួយទៀតមិញថាអីណានិរោធសច្ចៈគឺព្រះនិព្វានណាខាងបកខ្លីៗចឹងទៅហើយមគ្គសច្ចៈគឺអរិយមគ្គអង្គ8មានសមាទិដ្ឋិសមាសង្កប្បៈសមាវាចាសមាកម្មន្តៈសមាជីវៈសមាវាយាមៈសមាសតិសមាសមាធិហ្នឹងគឺការគិតត្រូវត្រេះរិះត្រូវវាចាត្រូវសម្ដីត្រូវការងារត្រូវចិញ្ចឹមជីវិតត្រូវព្យាយាមត្រូវការរលឹកត្រូវនិងការសម្គាល់ចិត្តឲ្យនឹងត្រូវជាអរិយមគ្គអង្គ8ហើយមួយទៀតសួរមានសួរតែម្ដងទៅពាក្យថាបួសសាមណេរសងគុណម្ដាយបួសភិក្ខុសងគុណឪពុកតើពាក្យនេះពិតឬទេអញ្ចឹងអ្នកដែលងាប់ឪអស់ម៉ែអស់ហើយបួសមានន័យថាអត់សងបានទេចឹងណាតាមពិតបួសមិនមែនបួសសងគុណទេពេលដែលបួសយើងសូត្រជាមួយឧបជាថាសัพពៈទុក្ខនិសរណៈនិព្វាអ្នកសច្ចេករណថាយៈអេមង្កាសាវង្កហេត្វាពពេចេធម្មੰបន្ទេអនុកម្មបង្ឧបាតិយៈសូត្រចឹងណាហ្នឹងសัพពៈទុក្ខនិសរណៈនិព្វានអ្នកសច្ចេករណថាយៈយើងបានសុំថាអ៊ីម៉ាំងកាសាវង្កហេត្វាមុនដំបូងយើងយកសម្ពុតកាសាវៈទៅបកគលឲ្យព្រះឧបជាដោយសូត្រថាសូមលោកម្ចាស់នឹងមេត្តាទទួលយកនៅសម្ពុតកាសាយៈរបស់ខ្ញុំហើយបបអ៊ីម៉ាំងកាសាវង្កហេត្វាបពាចេថៈសូមលោកម្ចាស់បំបួសខ្ញុំដើម្បីឲ្យខ្ញុំធ្វើទៅទីបំផុតនៃទុក្ខហើយឲ្យដល់នៅព្រះនិព្វានសព្វទុក្ខនិសរណៈដើម្បីរលាស់ខ្លួនចេញអំពីសេចក្តីទុក្ខសច្ចេករណថាយៈដើម្បីធ្វើឲ្យជាក់ច្បាស់នៅព្រះនិព្វានដល់សូត្រចឹងបានលោកបំពោះឲ្យបើថាខ្ញុំបួសនេះដើម្បីសងគុណម៉ែបួសនេះដើម្បីសងគុណឪលោកអត់បំពោះឲ្យទេប៉ុន្តែក្រោយពេលដែលយើងបួសហើយយើងបានធ្វើល្អហើយរបៀបនៃការសងគុណមេដាបិតាគឺយ៉ាងនេះព្រះសម្មាសម្ពុទ្ធសម្ដែងថាបុត្រទាំងឡាយណាដែលធ្វើការសងគុណមេដាបិតាឧទាហរណ៍ថាដោយកម្លាំងលើកម្ដាយដាក់ស្មាខាងស្ដាំលើកឪពុកដាក់ស្មាខាងឆ្វេងហើយលីទៅអស់100ឆ្នាំសូម្បីមេដាបិតានោះបន្ទោបងមូតលមួកដាក់លើស្មាក៏មិនត្អូញត្អែយ៉ាងនេះហើយក៏ប្រពុតមិនឲ្យឈ្មោះថាជាការតបដោយប្រពៃឡើយលុះតែបុត្រណាធ្វើឲ្យមេដាបិតាមិនតាន់មានសទ្ធាឲ្យជាអ្នកមានសទ្ធាមិនតាន់មានសិលឲ្យជាអ្នកមានសិលមិនតាន់មានចាគៈឲ្យជាអ្នកមានចាគៈមិនតាន់មានបញ្ញាឲ្យជាអ្នកមានបញ្ញាបុត្រនោះហើយតថាគតហៅទេថាជាការតបដល់ប្រវេអញ្ចឹងការតបមេដាបិតាមិនមែនចំពោះតែការបួសទេសូម្បីតែក្រហោះក៏អាចធ្វើបានប៉ុន្តែគ្រាន់ថាចំណុចនេះប្រសង់មានសិទ្ធធ្វើបានជាងក្រហោះយល់ទេនឹងដូចដឹកនាំម៉ែឪមិនតាន់មានសិលឲ្យមានសិលក្រហោះងាយដឹកទេបើបួសមានផ្លូវជាងមែនមិនអត់មែនមួយសោះហ៎ម៉ែឪមិនមានសទ្ធាធ្វើឲ្យម៉ែឪមានសទ្ធាកូនជាក្រហមមិនងាយធ្វើទេមែនមិនតែ2 3គ្រាប់ចឹងហ៎ហ្នឹងហើយអញ្ចឹងគេអាចហៅថាបួសសងគុណម៉ែឪក៏ថាត្រូវដែរគឺត្រូវត្រង់ចំណុចនេះគឺត្រង់ថាលោកអាចធ្វើមេដាបិតាដែលមិនធ្លាប់មានសទ្ធាឲ្យជាអ្នកមានសទ្ធាមិនតាន់មានសិលឲ្យមេដាបិតាមានសិលម៉ែឪមិនតាន់ចេះធ្វើទានឲ្យម៉ែឪចេះធ្វើទានម៉ែឪមិនតាន់មានបញ្ញាមិនតាន់ចេះស្ដាប់ធម៌ឲ្យគាត់ស្ដាប់ធម៌មានបញ្ញាអញ្ចឹងប្រសង់មានឱកាសធ្វើបានច្រើនជាងអញ្ចឹងពាក្យដែលថាបួសសងគុណម៉ែឪក៏ត្រូវត្រង់ចំណុចនេះណាហើយពុទ្ធបរិស័ទដែលមានអូនេះសំណួរនេះអត់តាន់ចប់ផងមិញហ៎ត្រូវជាសញ្ញិតព្រះនាងសរិមហាមាយាប្រកោតមីព្រះនាងពំពាព្រះបាទសុពពុទ្ធនិងព្រះអង្គទេវទត្តត្រូវជាសញ្ញិតវងអ្វីខ្លះនឹងព្រះពុទ្ធជាម្ចាស់
Srek Mahamaya chia miệt đà, phần niên cô tầm mấy chia miệt tờ trà cứ minh nhé, đại minh nhé. Thì phần niên phẩm kia chia chỉ đồn mùi, nàng hai đo của bạn sau một phút, trâu chia phục mì, hay đo của ông tê và tóc trâu chia chỉ đồn mùi khoáng bong thay tiệt, giờ lấy, vô lọ đó. Ai Phật bò để sang miền chìm nưa lơ Phật sát na miền tiên sơ sầm thịปัญญา ta dốc mùi ná thông chia đầm bông, bắt đâm đầm bông lại cứ tiền á, riêng thuê tiền đầm bông lại á, xong bay bè sầm sang Phật, sân xong ba là mấy của ông vô tiền môn kề, tiền là ba là mấy rồi máu ban xây là bá là mấy rồi, nên khăm mẹ ba là mấy chân từ, nè, ai mùi tiền đấy, nơi không trìa sọc sầm rào khai tật cái miền chừng ngờ thật tá côn cháu ban thuở bon tiệc khả năng đầu tiên bị chạy buôn thuở chu nở bụng hồi bậc cồn cai vài luôn nông nút hậu bốc có prom thuở từ tam sầm nôm po rồi bọc côn cháu đào pel côn thuở ruột côn ban riệp trong bài tức nông chừng này ao ở bốc từ vắt ngày cùng bay cái đấy ngày bình bo là mấy khai đặt cái đấy có quạt ọt ban từ tầng ọt được nó chừng này khang côn để ban riệp trong bài tự cường sạc ra ở cọt từ vọt cồn bàn từ tua bon của sao đai rửa ọt rí ai chầm này khang ở bốc của bậc nhom với miền mua tha ở bàn sọt tam còn lông của sơ na rửa tế bờ cọt banประกอบกายถวายខ្លួនដែរមួយទៀតដូចជារូបខ្ញុំកណាបានកូនខ្វះធនធានមិនបានធ្វើបន់បច្ច័យ4ឲ្យតែកូនបានរៀបចំបាយនំចំណីញីផ្កាថ្វាយដល់បរតនត្រ័យរៀងរាល់សិលតើខ្ញុំកាលណាមានឈ្មោះថាបាសក់ឬយ៉ាងណាអីស៊ូអីក៏ក្បោះក្បាយដែរហ្នឹងហើយនិយាយរួមទៅចេតនាល្អឲ្យតែជាចេតនាល្អរឿងបន់គេមិនសំដៅលើទ្រព្យសម្បត្តិទេកង្កែបស្ដាប់ធัวនៅខាងក្រោយនេកង្វៀលគោទៅច្រត់ទុកខ្លួនទៅចំក្បាលឯនោះខំស្ដាប់ងាប់ទៅកើតទេវបុត្រអត់ទាំងបានចូលលុយ500ទេសនាព្រះអង្គផងចឹងបុណ្យសំដៅនៅលើចិត្តញាតិញោមមិនមានលុយទៅវត្តឃើញវត្តមានសម្រាមកាន់បោះបុណ្យទេអ្នកទៅចូលបុណ្យមែនទៅដល់ពង្រាយសម្រាមក្នុងវត្តបាបទេអើយយល់ហ្នឹងហើយអ្នកខ្លះហ្នឹងត្អូញដូចថាទៅវត្តចឹងទៅជួយលាងចានលាងអីគេមិនជួយអីចឹងខឹងមើលបានតែស៊ីទៅដេកលាងតែអញគេຕົកបនឲ្យត្រូវអទៅណាអទៅអាហ្នឹងហៅថាវិយវិជ្ជៈបនអត់អស់លុយមករៀលប៉ុណ្ណាបននោះញាតិញោមកើតជាតិណាសបោអ្នកបំរើលេងនិយាយអាហ្នឹងពីព្រោះយើងបំរើលោកបំរើបុគ្គលដែលគួរបំរើយើងសន្សំទុកមានពូជបំរើស្រាប់ចឹងហើយយើងចិត្តតែចំណែនគេអាអ្នកស៊ីដេកហ្នឹងថ្ងៃក្រោយបំរើយើងទេយើងមិនបន់ឲ្យគេមកបំរើយើងទេប៉ុន្តែគាត់ហ្នឹងមិនមានពូជអ្នកបំរើទេជាតិណាធ្វើទៅខ្លួនឯងរហូតគ្មានណាបំរើគាត់ទេពីព្រោះគាត់អត់បានធ្វើពូជបំរើឲ្យគេយល់ទេបានតែកន្លែងខ្លាញ់អីអត់ដឹងទៀតកន្លែងខ្លាញ់កន្លែងលាងចានប្រឡាក់ដៃហ្នឹងហើយហ្នឹងហើយកុំចំណែនគេទុកបន់ឲ្យយើងអានេះដូចថាយើងទៅចាប់ត្រីអញ្ចឹងបើថាគេមិនចាប់ត្រីនៅលើយើងទាំងអស់របៀបអញ្ចឹងណាហ្នឹងទៅកោបយកមាសគេមិនកោបមាសហ្នឹងនៅលើយើងទាំងអស់បន់ដែលត្រូវកើតបើយើងយល់ថានឹងជាបន់យើងមិនចំណែនគេទេហ្នឹងហើយយល់ហ្នឹងហើយបានគេមិនធ្វើដូចក្នុងក្រុមគ្រួសារអញ្ចឹងកូនចៅខ្លះចំណែនគ្នាមិនសូវមើលម៉ែមើលឪហើយចំណែនគ្នាវាមានមិនសូវមកចិត្តម៉ែឪវាមិនសូវធ្វើអីសោះក្នុងផ្ទះកុំឆោតពេលដែលបងប្អូនបង្កើតរបស់យើងគេមិនព្រមធ្វើសេចក្តីល្អនោះហើយជាឱកាសដែលយើងធ្វើមនុស្សល្អក្នុងក្រុមគ្រួសារយើងនឹងទៅជាមនុស្សលេចធ្លោតែឯងនៅក្នុងក្រុមគ្រួសារណាបើសិនជាគេធ្វើល្អអស់ហើយយើងពិបាកធ្វើជាមនុស្សល្អណាមែនទេឧទាហរណ៍ថាបងប្អូន5នាក់សិតតែខ្ជិលស្រីផ្សេងសិតខ្ជិលហើយយើងពៅគេមែនកូនស្រីពៅគេឧស្សាហ៍ហើយសាគង់ទេវតាមើលឃើញក៏ម៉ែឪដឹងហើយកពៅអញឧស្សាហ៍ហ្នឹងបងខ្ជិលនោះខ្ជិលគង់តែគេឃើញទេហ្នឹងហើយត្រូវមនុស្សយើងចេះតែចំណែនគេរឿងអាធ្វើល្អហ្នឹងអញ្ចឹងបើគេមិនបានធ្វើល្អគឺ
cứ chia ọc cách để dân bằng hành kia thầy dân chia mà nút lọ nhớ hoành mong mà đấy chuyện đó đấy ý rồi tầm một tiệt thôi mà này nè ngày thấy đi tầm đua đi mình ăn tầm một tiệt tới quan là cần tha đôi thả ọt lôi ọt bàn từ khuôn ai ấy tha sầm khăn nào lỡ chặt chặt bao giờ nè chặt bao giờ chỉ đặt là dàn ná là nâng bon bàn phần nâng xua mày chứ thì cha khá tha sai từ họ bọn nâng chấm pua đông đô nhiên khăn thả đông đô nhiên khăn nâng kho cháu xong bọn chuột nâng tự nhiên khăn nó biến đồng á không biến đồng nó họ bọc niềng ngọt á nè ngày bên tay Presama Samput bảo ông ao ở tư tha y tiền vô nhiệt tây năng hào tạo sọc cái ta hòn tự nhiệt ta giờ tiền đi chôm miền đòi nhiệt tầng lại chôm nhiệt tầng lại được bọc nhầm nước bàn đòi nước sự đấy sốc chọc hết ấy ban chỉ bảo ông ơi ở tư chấm pua nhiệt miền rương về chứ về clay cho chia nó sau này priêm xua bảo ông thành trẻ bò bớt bảo ông để chấm ra ta cái thưa bôn ở tư tấn số tập ban đo lót ôi ta thưa tới nước ban đo lót bảo ông thật đo lá ọt lại đó tam thành nạ để của đó mình đó tam á thành nạ đây chia thành nạ mình của đó rồi thà ba thưa nè để slap tới dương ở từ từ nó tôi cao trên ruộng vì trâu về ắt đằng tề tôi cao chia asorakai ắt đằng tề tôi cao chia đây đi chan có ắt đằng đại tôi cao chia manu si bài ắt si bon tề có ắt đằng tề tôi cao tê và đa cua hà lai tê mình nè miền một quân mà quan nó kêu ban hà lai mua ạ mô tần địa bon bây giờ tê đó tên là na để slap tới nó miền bạc class bon class là mốm và đại sản thị chia vào từ từ vì cả press nè nút tớ máu từ bon bây giờ bàn ấy priêm xua to tê chóp bờ tê ho thả dương ở tư chấm pu là na mà nè nâng ọt bàn màu từ cho bon dương từ na rong thả bờ nè nâng mình bàn từ nhiệt đợt tây tiệt nhiệt đợt tây tiệt nè na có đâu để slap du hơi đăng luôn thay chỉ nhiệt bỏ dương cứ tay sầm lăng mờ nhiệt na thổi bon ao chân tiệt để thay dương ở tư chấm pu nhiệt nè na có đó oi từ chọc sạch chiêm dương cứ tham màu nè hay priêm xua tiệt chóp bờ nhiệt nâng ọt bàn từ tiệt bon nâng từ na vong tham mình đại miền tây không song xa rồi quạt đấy để than để na khmiên nhiệt để trâu cao cái lại nó khmiên này dương mơ đôi nhiệt của bạn phân bị sáng mấy không phan đây đấy tăngពី92phan đây muôn mấy sưng ền vài cùng ấy sọc rụp nó tha bứt chia mình nghề men hái lồng trà cú nấu pê bọc côn mình nè bàn vô nơi sẽ chạ thố đọc bứt bạc cót nè phong từng buông tay tay tha bọc côn nó bài thổ hái bị pro nè cục nia tay tay tha chả xong sál mình phơi chẳng phong ôi tuyệt phơi là o nữ nhóm ban prap bộ cọt tha ôi tay này dây biển nắng bứt nè mình bàn vô lại trời ơi thầm bích ru ata hay atanao nia tháo được thay khuôn ti pưng khuôn không chần nổi nắng cứ trong bà nhà khơi cho bà sẽ trả thua việc chay cái khơi nhật bản bà nhà nó chay cái khơi nhật bản nên dân cùng phải trôi sự để cho chăm mai bạch pưng côn bạch pưng mai anh nó đừng ru hòn đâu chỉ vẫn năng miên sấy ca pưng pe asrai cái này nè ca sủng cua cái này mình tên nó bằng bảo vệ pưng phát ra anh ấy trâu được sừng cua này nè miệt đa bị đá trâu sừng cua côn giang mạch trâu ta phớ anh ấy thở phơ chẳng trâu tọp côn giang mạch bà rom tháp pưng mà nữa on tới bà mình nu phơ chia cả tập ở cách chứ mình nương lò vô là mình nước là ọt prăng tập pưng bay lên với ọt prăng này thì họ thả lấy cả nông côn nè miền ót prang riêng sâu đấy ang pưng nó cứ ang hay mà nó tầm miền là phép ang phép pưng cái soi pưng này ấy soi này nè thì họ được mà lúc này to liền ai thi ở sau trẻ để ở bánh hái pưng kề
pưng hết bàn bên xuôi trẻ ở trẻ mà trẻ kỳ trong ôi trẻ của chơi trẻ đây nó khuôn ai mong bạn gì vì nè này cái đó khôi ở nắng pưng kề điện ở nắng rương hàng cao phong pưng ban bên xuôi tập pưng ban nó dương khăn ấy ở khăn này bên bảo vệ tư đời khuôn ai nhá pưng kề đây cần chui prap á năng thử mách vẫn là chọn check luôn này đâm bây ở miền chấm này luôn này ở miền luôn này chỉ ti pưng mà đo năng dễ đường cao cho ngày khói khôi năng tiếp bạch pưng kia để thử luôn này bạn vẫn atta hay atta nào nè thó mình dễ không chừng nói ở năng tê ở chừng nói ở năng và ông dễ bị cao sòng cua này sang hạ thua chẳng sang hạ thua để atta hay atta nào nè thao không tin cứ bành nhà khơi chỉ bác sẽ chạm thôi nó tệ hay trong một bộ sài bạc cách bạc cân tà lai tà lọp yang mấy con mình này oi bịa năng khẩu bàn này nè lớp đôi mai đôi cô nhưng lối oi ban tại oi mai vô trong bàn đây đách khát mòn cả vô trâu trâu tại pưng tà lơ bành nhà khuôn ấy khơi chỉ bác được khuôn ấy tự vô trâu bàn này nhỉ trong chiều bục là bỏ bột cái đòi ai bột nâng từ oi cọt vô trâu đòi cọt mình prom vô trâu nữa tê đạch khát à mà cả pua mùi khăn e pua côn luộc ở đây cái giờ nô phệ cho ra đấy côn bả trận bục nô phật ra ấy bục nợ đào chủ mon nợ đào lên là bay như ấy chẳng rương cao bên nắng chưa để chui nè bán này ôi lôi ôi cạ chai chư đặc tô pet chết là chui bán hay tay tu sệt thia tu bành nha khong chất nè vì na từ chui bên na cả chui vào cả vì tôi là nhẹ clone ai nè món á bạn đăng thà ô chăng là ta nè ô chăng ta không nên pưng bành nhà vì na thế cứ clone ai nè món nè ti sạ sệt cái ná xôm xua thà ca sồn muôn còn lo tực rồi lo rồi có pro tực rồi đọc rồi nít chỉ tu mới cha thực thể phân té cái ná khamiên ở tiệp pol bẩn dồi quạt tê tu rồi lo nâng á tu tức nâng mền mới cha thực thể tê việc chạy ở đây chứ phân đây bờ chưa thả nè tu chưa thả tự muốn nâng từ chui bình chia nơi phải dàn ta anh nâng tự tu mới cha được thế bữa pro tức đái ô tiêu cắt đau cần chờ mà bạch chân từ ở lọt tự được liêng chân thơ ở được chuyện anh nâng cạt của sao tiết thì họ tự việc tích ở ngụt trong ọ khăn tới về một cái mà ma rồi có nhom một lô từ pro của mình trâu tam sạc carbon đây từ cái chiều sợ nó tức về tích cho họ tức cho dùng đau á chân dừng vô sập chờ mò đã lọt tích ở thì chuyện bỏ lọ thì chuyện anh đang mà hai của sao ọt mới lọ vô giờ đây xu giờ đây ấy thế này những cái này trong tình chuyện tích thật tu tức nó mình khỏi nè tu tức tu bật đạp ở lọ tức mà mình cầm hỏi và đấy nụ nè để mình chìm nưa nữa để thà tự nắng ái rồi đỏ cua chẳng rai bàn hắn tiếp chỉ bành há cứ nó không chật này để men bành hà tự này nè để trâu kêu rồi lọt oi được này chẳng đại bờ men pe khai dân khẩn là châu ruộng bon mũi kê vì no choice vì ọt chùm rỡ dân trong tận nam cả quỳ đạp lột nó nắng lột có lo máu tự dân đây tới dân quỳ giúp pe thom mà đa đó mình sao ta mới cha được thế nè dân dập bé dân đau tới từ lơ put rồi vậy chừng nè put thì họ thà lục xô thà cả ra này yamata kosale này yon tăng san tăng bát tăng apisame chả sa cao chui chả sa hôi chui chả sa vơi chả ai chả đau nó mê tăng chả sa palo kasmang
សាពះបិទភ្នែកសាពះស្ដាប់ពាក្យព្រះអង្គហើយនឹកឃើញថាពាក្យហ្នឹងយើងធ្លាប់រៀនមកមានន័យថាម៉េចបុគ្គលក៏បីចម្រើនមេត្តាមិនមានប្រមាណដូចជាមេត្តារសាបុត្រតែមួយស្រឡាញ់កូនយ៉ាងណាក៏បីផ្សាយមេត្តាដល់សត្វដទៃដូចគ្នាយើងជ្រះថ្លាចំពោះពាក្យហ្នឹងចំពោះពាក្យដែលពុទ្ធបរៀនមកហ្នឹងអត់ខ្វល់មួយលោកឯងឲ្យអីទេគឺលើពាក្យពុទ្ធគឺជ្រះថ្លាជាមួយពាក្យពុទ្ធអាទឹកប៉ះនេះក៏អត់ខ្វល់ដែរប៉ះឲ្យទៅអាទឹកហ្នឹងខ្ញុំអត់ខ្វល់ជាមួយទេណាហ្នឹងចែកឲ្យដាច់ថាទោះបីយើងអង្គុយនៅតំណឹងក៏ដោយអាហ្នឹងដូចអ្នកណាសួរពីសព្ទាមុនក្នុងថ្ងៃកំណើតអាត្មាហ្នឹងថាឧបាយណាពេលម្ដាយជឿអីចឹងចង់ឲ្យយើងធ្វើអីចឹងដោយឧបាយយ៉ាងម៉េចដែលត្រូវនោះអញ្ចឹងឧទាហរណ៍ថាឥឡូវក្នុងកម្មវិធីនោះដល់ពេលលោកចម្រើនព្រះបរិត្តសុំសេរីសួស្តីក្នុងចិត្តយើងដឹងថាគ្មានសេរីសួស្តីទេលោកឯណាមានសេរីសួស្តីឲ្យយើងអត់មានទេបើលោកបញ្យល់អីឲ្យយើងយល់អាហ្នឹងទៅជាសេរីសួស្តីយើងយកទៅអាផ្លាយបានយកទៅធ្វើបាននៅក្នុងជីវិតរបស់យើងនឹងចឹងប៉ុន្តែមិនមានលោកណាចែកសេរីសួស្តីឲ្យយើងទេអត់ទេប៉ុន្តែដោយសារអីដោយសារក្រុមគ្រួសារយើងធ្វើបុណ្យធ្វើកម្មវិធីនឹងទៅហើយឃើញទេអង្គុយនឹងទៀតអង្គុយចិត្តម៉ែហ្នឹងហើយលោកអល់ឡោះទៅមកចំយើងនឹងទៀតទៅផ្ទះធម្មតាតែខ្ញុំអត់មានយកទឹកមុននឹងទេខ្ញុំជ្រះថ្លាទី1ខ្ញុំគោរពទឹកចិត្តម្ដាយខ្ញុំដែលគាត់ធ្វើទី2ខ្ញុំផ្ដោតទៅលើពាក្យនឹងជាពាក្យរបស់ពុទ្ធដែលព្រះអង្គនិយាយពីការចម្រើនមេត្តាជាដើមប៉ះទឹកមុនក៏អត់ខុសដែរព្រោះចិត្តអត់ចង់បានទឹកមុនចិត្តផ្ដោតតែទៅលើធម៌ឃើញទេហើយចង់ណាថាយើងយល់ធម៌ឲ្យមកអង្គុយអញ្ចឹងដែរហេអ្នកឯងថាតែខ្ញុំមិនខ្ញុំនៅតែអញ្ចឹងរឿងរបស់ខ្ញុំដូចអាត្មាក៏អញ្ចឹងដែរអាត្មាគេមុនទៅកន្លែងសូត្រមុនរលាស់ទឹកអាត្មាទៅដែរណាប៉ុន្តែគ្រាន់តែអាត្មាអត់រលាស់គេណាមើលឃើញអាត្មាដែររលាស់អត់ទេតែពេលអាត្មាសូត្រហើយមួយគេក៏អាត្មាសូត្រដែរអាត្មាសូត្រប៉ុន្តែអាត្មាចាប់ដើមសូត្រអាត្មាបិទភ្នែកហើយមិនបានអាត្មាបិទភ្នែកព្រោះអាត្មាបើកភ្នែកគេជាប្រកេនទឹកអត់រលាស់ហ្នឹងអញ្ចឹងអាត្មាបិទភ្នែកហ៊ានកេះអាត្មាអញ្ចឹងមិនឲ្យខុសគេពេកទេប៉ុន្តែពេលដែលអាត្មាសូត្រអាត្មាតាំងចិត្តមិនអាត្មារំលឹកធម៌តែអាត្មាធ្លាប់ទន្ទិញចាំឃើញទេអញ្ចឹងអាត្មាអត់មានចូលរួមជាមួយទេអាត្មាអត់មានចូលរួមផ្ដល់សេរីសួស្តីคล้ายជាមួយទេអត់ទេចង់ណាថាអីណាគិតមិនរឿងរបស់គេក៏ប៉ុន្តែនៅក្នុងចិត្តអាត្មាទី1អាត្មាគ្រាន់ថាជា diplomatic ក្នុងកន្លែងហ្នឹងហើយទី2អាត្មាតាំងចិត្តថាអាត្មារំលឹកធម៌ទេអាត្មាក្នុងចិត្តអាត្មាគ្មានឲ្យទេមិនបានមិនឲ្យដឹងថាឲ្យវាមិនបានណែកុំឲ្យខូចកម្មវិធីរបស់គេតែប៉ុណ្្នឹងឯងញ៉េនៅលើចិត្តរបស់យើងនៅលើចេតនាអញ្ចឹងបានថាបញ្ញាវាឲ្យយើងដោះស្រាយបានគ្រប់កលៈទេសៈទោះបីយើងនៅកន្លែងហ្នឹងក៏ដោយអត់អីទេមិនបាច់រត់គេចទេធម្មតាប៉ុនដំណើររបស់យើងគតិរបស់យើងអ្នកដតីមិនដឹងទេឬក៏កន្លែងហ្នឹងអាសនៈគឺដាក់បាយសីពេញនៅហ្នឹងម៉ែយើងតម្រូវឲ្យយើងថ្វាយអង្គមថ្វាយទៀតប៉ុន្តែហ្នឹងឃើញកូនពុទ្ធរូបទូចមួយអត់ថ្វាយអង្គមរឿងបាយសីហ្នឹងទេថ្វាយអង្គមព្រះអង្គនឹកចំពោះព្រះអង្គគ្មានព្រះអង្គនៅហ្នឹងថ្វាយទៀតប៉ុន្តែអត់មានថ្វាយអង្គមអាសនៈហ្នឹងនឹកឃើញនរណាមួយនៅក្នុងចិត្តរបស់យើងជាគ្រូរបស់យើងជាឪពុករបស់យើងឬក៏ប្រតនត្រ័យណោះចេតនារបស់យើងផ្សេងណែឯងមើលឃើញអីរឿងរបស់ណែឯងតែខ្ញុំមានគោលដៅរបស់ខ្ញុំផ្សេងឃើញហ្នឹងកន្លែងហ្នឹងដែលព្រះបរមគ្រូព្រះអង្គថាចូលអ្នកទាំងឡាយមានដំណើរដោយសត្វបាក់សីគេស្មានមិនត្រូវណែឯងថាខ្ញុំជឿចឹងដែរអ្នកឯងអ្នកថាឃើញទេតែខ្ញុំយ៉ាងម៉េចខ្ញុំដឹងដំណើរនេះមានតែខ្ញុំទេដឹងសុទ្ធិអសុទ្ធិបច្ចតាំងចឹងបានអរិយបុគ្គលលោកអាចនៅជាមួយមនុស្សអត់សិលបានដូចជាប្រពន្ធរបស់កុក្កដមិត្តអីឃើញទេកុក្កដមិត្តជាព្រាននេសាទជាព្រានព្រៃហ្នឹងតែបាញ់សត្វរាល់ថ្ងៃហើយប្រពន្ធនៅមួយហ្នឹងជាសោតាបណ្ណបុគ្គលលោកមានសម្ពាធទេអត់ទេ
ផ្លូវរស់ដោយបញ្ញាអត់មានសម្ពាធទេប្តីចេញទៅបាញ់សត្វក៏រៀបបាយឲ្យទៀតដាំបាយឲ្យប្តីទៀតនេះបើយើងយកអាគំនិតកម្រិតយ៉ាប់របស់យើងទៅវិនិច្ឆ័យយើងជាគាត់ថាគាត់អូចូលរួមហ្នឹងព្រោះអ្នកដាំបាយឲ្យគេយើងជាទៅគិតជំនួសគេគាត់គ្រាន់តែធ្វើតួនាទីប្រពន្ធដាំបាយឲ្យប្តីបើប្តីមិនទៅព្រៃក៏ត្រូវតែដាំឲ្យប្តីហូបដែរគ្រាន់តែមួយប្តីហូបនៅផ្ទះមួយប្តីហូបនៅព្រៃតែប៉ុណ្ណាឃើញទេលោកច្បាស់ណាស់ក្នុងបតីចិត្តរបស់លោកអត់មានទៅអីអញបាយដាំបាយឲ្យទៅអញ្ចឹងទៅអញចូលរួមសម្លាប់ដែរដឹងໄວអត់មានឆ្ងល់អញ្ចឹងទេថាមួយថ្ងៃហ្នឹងប្តីហូបបាយពីរពេលនឹងដូចគ្នានៅផ្ទះក៏ហូបទៅព្រៃក៏ហូបគាត់ទៅបាញ់សត្វក៏ហូបនៅផ្ទះក៏គាត់ពិសាដែរអាបាយហ្នឹងអញ្ចឹងគាត់ធ្វើត្រឹមទូនាទីរបស់គាត់ជាភរិយារហូតដល់ប្តីនឹងកាន់សាសនាផ្សេងក៏ដោយបើប្តីនឹងអញ្ជើញសាសនបុគ្គលពីលទ្ធិដតីមកហ្នឹងប្រពន្ធនឹងនៅធ្វើតួនាទីរបស់ប្រពន្ធទៀតហើយអត់រត់គេចទេខ្ញុំពុទ្ធសាសនាខ្ញុំមិនបំរើទេព្រមម៉ែអត់ទេលោកអត់មានអញ្ចឹងទេលោកគ្រាន់តែទុកថានឹងជាភ្ញៀវរបស់ប្តីគ្រាន់តែមិនយកមកជាសារណៈតែប៉ុណ្្នឹងថាគេគ្រាន់តែលទ្ធិខុសពីយើងតាសត្វមួយដែរតាមនុស្សឃ្លានដូចគ្នាតាជាងថាងឲ្យហូបដល់អ្នកកាន់សាសនាដូចគ្នាអាហ្នឹងគេហៅ discrimination ហើយប្រកាន់រើសអើងហើយឃើញទេដូចយើងចាំឆ្កែសាសនាស្អីឆ្កែមិនដែលចូលកាន់ពុទ្ធសាសនាមិនគេយើងចេះឲ្យបាយហូបកើតបាយស៊ីកើតឃើញទេបើយើងដាក់ត្រឹមតែសត្វមួយឃ្លានតែប៉ុណ្ណឹងមានតោះអីយេស៊ូតោះអីមូស្លីមតោះអីព្រហ្មញ្ញវាអត់មានតោះអីទេអត់មានតោះអីទេគ្រាន់តែយើងឲ្យហ្នឹងមិនមែនជាលក្ខណៈបូជាទេឲ្យទៅសង្គ្រោះតាណាយើងទៅឲ្យសត្វនៅស៊ូនៅសួនសត្វអីចូលពុទ្ធសាសនាសិនបានឲ្យស៊ីមិនមែនទេព្រោះយើងឲ្យដោយសង្គ្រោះឲ្យដោយសង្គ្រោះអត់មានបញ្ហាឲ្យពីណាក៏បានឲ្យចោលក៏បានទៀតឲ្យដោយសង្គ្រោះដូចពេទ្យព្យាបាលចោលអញ្ចឹងនៅស្រុកគេពេទ្យឃើញអ្នកជំងឺពេទ្យត្រូវតែព្យាបាលចោលក៏ត្រូវព្យាបាលទៅសួរគាំទ្រចោលតែអត់ផងព្យាបាលហើយរាយការណ៍ឲ្យប៉ូលីសទៀតមិនតាន់ជាព្យាបាលសិនឃើញទេសង្គ្រោះតែមិនមែនគាំទ្រផ្សេងគ្នាហ្នឹងហើយលើអានតទៀតការសូត្រមន្តលោះទឹករំដោះគ្រោះនេះជាទូមិច្ឆាទិដ្ឋិប៉ុន្តែកណាគ្មានឥទ្ធិពលបញ្យល់គាត់ទេហើយកណាធ្វើតាមគាត់ដោយសង្វេគពួកគាត់តើកណាធ្វើតាមអញ្ចឹងមានទិដ្ឋិដែរទេណាអាត្មាដូចបញ្យល់ហើយមិញធ្វើដោយមិនពេញចិត្តគោលដៅយើងផ្សេងឧបាយយើងផ្សេងនឹងអញ្ចឹងដូចកុកកដាក់មិត្តនឹងអញ្ចឹងគាត់មិនដែលដឹងថាប្រពន្ធគាត់នៅអរិយបុគ្គលទេគាត់មិនដឹងទេដឹងតែប្រពន្ធអញហ្នឹងហើយដល់ពេលអញទៅបាញ់សត្វដាំបាយឲ្យអញហ្នឹងឃើញអត់ទេចឹងអាគុណធម៌ក្នុងចិត្តហ្នឹងមិនបាច់ទៅប្រាប់គេថាខ្ញុំសោតាសោយាយអីប្រាប់នាំធ្ងន់អីបារីបុគ្គលលោកប្រាប់ទេហើយដែលយើងដឹងហ្នឹងព្រះអរហន្តទេលើលោកដឹងហើយនិយាយតគ្នាមកយើងដឹងថានាងហ្នឹងជាសោតាហ្នឹងតែលោកខ្លួនឯងលោកអត់និយាយទេអត់និយាយថាខ្ញុំសោតាមិនមកប្រើខ្ញុំអត់មានអញ្ចឹងទេសុកណានមស្ការលោកចាស់គ្រូសូមនាំជួយគ្រូជួយបញ្យល់រឿងព្រះអង្គុលីមៀលហ្នឹងសរសេរនឹងលោមិនរោឯណាអង្គុលីមរៀមមេលៈនឹងកំរងមិនមេផ្ចាញ់ទេព្រះអង្គុលីមៀលសម្រាប់មនុស្សច្រើនតែនៅសម្រាប់ព្រះរហន្តបានសួរតែកម្មដែលសម្រាប់នោះលែងឲ្យផលដោយម្ដេចតាមពិតកម្មនៅតែឲ្យផលដដែលគ្រាន់តែបារមីដែលលោកសន្សំហ្នឹងវាមកឲ្យផលមុនប៉ុណ្្នឹងឯងកម្មដែលសម្រាប់នៅតែត្រូវឲ្យផលអត់មានកម្មណាមួយលើកលែងទេគ្មានទេគ្រាន់តែបារមីដែលលោកសន្សំវាមួយសែនកាប់មកវាមានកម្លាំងឲ្យផលមុន
ហើយដោយសារតែជួបព្រះសម្មាសម្ពុទ្ធនឹងផងហ្នឹងហើយកម្មមួយសែនកាប់មកកុសលកម្មលោកមួយសែនកាប់មកវាឲ្យផលមុនមានឱកាសឲ្យផលមុនប៉ុន្តែចុះអវិបាកនៃការសម្លាប់តណាថអត់មានតណានៅទាំងអស់បើអង្គុលីមេលមិនសម្រេចបរិរហន្តហើយបរិនិព្វានទេអង្គុលីមេលត្រូវទៅធ្លាក់នរកត្រូវតែគេសម្លាប់វិញរាប់អនេកជាតិហ្នឹងហើយដូច្នេះគ្រប់យ៉ាងសម្រេចពីបច្ច័យមិននៅលើយើងឃើញទេមិននៅលើយើងមិននៅលើអង្គុលីមេលទេហ្នឹងហើយត្រូវដឹងថាធម៌ទាំងឡាយកើតពីបច្ច័យអង្គុលីមេលក៏មិនបង្កើតហេតុបច្ច័យសម្រាប់ខ្លួនលោកផ្ទាល់ដែរអ្នកដែលស្លាប់នោះក៏មានកម្មពីវិរិយជាមួយលោកដែរអញ្ចឹងសង្សារវដ្តហ្នឹងវាអញ្ចឹងមិនដូចយើងអង្គុយមើលទេបច្ច័យគ្រប់កើតដែររឿងខ្លះមិនមែនកើតត្រូវទៅចិត្តយើងគិតទេយើងថាហេអញ្ចេះវាសំតែអញ្ចេះអាហ្នឹងយើងថាតែបច្ច័យវាល្មិចវាអញ្ចឹងណាឧទាហរណ៍តាមចិត្តអាណិតរបស់យើងឧទាហរណ៍ថាកូនក្មេងហ្នឹងដើរឆ្កែខាំងាប់ស្លាប់ទៅឆ្កែនេះមិនសមខំកូនក្មេងហ្នឹងកូនក្មេងអានេះក្នុងចិត្តយើងបើថាមនុស្សធំយើងមិនសើអាណិតទេណាតែកូនក្មេងហ្នឹងទៅបង្កើតមកឆ្កែខំនិយាយពីយើងអាណិតអូយអាណិតថាមិនសមអញ្ចឹងអាហ្នឹងយើងថាមិនសមយើងអ្នកថាហ្នឹងតែបច្ច័យវាគ្រប់កើតល្មិចវាអញ្ចឹងហើយអត់មានប្រសិនបើទេអត់មានទេអត់មានច្រឡំអត់មានប្រសិនបើស្អីកើតឡើងក្នុងលោកហ្នឹងអត់មានច្រឡំទេហើយល្មិចចឹងហើយចឹងណាហើយដែលយើងយកអាគំនិតរបស់យើងទៅគិតមានអ្នកស្លាប់មានអង្គុលីមេលនៅក្នុងហ្នឹងដែលมันឆ្លុះបញ្ចាំងពីហេតុបច្ច័យនៃធម៌យើងគិតទល់តែស្លាប់យល់ផងវាសំតែអញ្ចេះវាសំតែអញ្ចោះមើលតែកម្មយើងក៏มองបានអញ្ចឹងកម្មក៏มองអត់បានទេគ្មានស្អីខ្លាំងជាងកម្លាំងកម្មទេដែលឲ្យកប់អង្គុលីមេលសម្លាប់ហ្នឹងក៏កម្លាំងកម្មត្រូវឲ្យធ្វើអញ្ចឹងដែរណាវិបាកកម្មរបស់អ្នកទាំងអស់ហ្នឹងដែរមានពីវរិយមួយលោកមកអញ្ចឹងប៉ុន្តែសួរថាបើមិនសម្រេចព្រះរហន្តទេត្រូវសោយផលត្រូវសោយទៀតអត់បាត់ទេថ្មឧទាហរណ៍មួយឧទាហរណ៍ថាមនុស្សទៅសម្លាប់គេអញ្ចឹងគឺត្រូវកាត់ទោសព្យួរកឬក៏កាត់ទោសដាក់ពន្ធនាគារមួយជីវិតប៉ុន្តែមនុស្សហ្នឹងនៅពេលបលិសទៅចាប់បាញ់តដៃគ្នាក៏គេបាញ់ស្លាប់ទៅឃើញទេដល់បាញ់ស្លាប់ទៅសួរទៅទោសហ្នឹងទៅណាអាទោសព្យួរកហ្នឹងទោសហ្នឹងនៅចាទោសត្រូវជាប់គុកមួយជីវិតហ្នឹងទៅណាគេមានអនុគ្រោះឲ្យពីកាលគេមិនអនុគ្រោះឲ្យទេប៉ុន្តែងាប់បាត់ហើយយកស្អីទៅដាក់គុកឃើញទេទោសហ្នឹងនៅកម្មអង្គលីមេលនៅទាំងអស់ប៉ុន្តែអរហត្តមគ្គនោះវាផ្ដាច់អស់ហលិញផ្ដាច់ជីវិតលែងឲ្យមាននៅក្នុងវត្តដាក់នេះទៀតហើយបានស្អីយកទៅរងកម្មវាអញ្ចឹងដូចគ្នាអញ្ចឹងតែមកវិនិច្ឆ័យតាមគំនិតយើងនេះមិនយល់ទេអញ្ចឹងបានវិបាករបស់កម្មជាអចិន្ត្រៃយៈពាក្យថាអចិន្ត្រៃយៈមិនគួរគិតហ្នឹងមិនមានន័យថាវាមិនពិតទេវាពិតប៉ុន្តែបញ្ញាយើងវាឈោងអត់ដល់អញ្ចឹងណារឿងប៉ុន្តែប៉ុណ្្នឹងឯងហើយសំណួរជាបន្ត Guarani សូមថ្លែងបង្គំព្រះអង្គគ្រូករណីមានសំណួរមានពីរសំណួរទី1ករណីមានចម្ងល់ថាខួរក្បាលអ្នកវិទ្យាសាស្ត្រដែលអាចផលិតផលដែលស្មានមិនដល់ឧទាហរណ៍មួយដូចជាយន្តហោះដែលជារឿងមិនអាចទៅរួចតែបែរជាអាចធ្វើបានតើមានអង្គហេតុឬអង្គអ្វីអង្គធម៌អ្វីដែលជំរុញឲ្យការគិតរបស់ពួកគាត់ថាអាចធ្វើបានទាំងមនុស្សគ្រប់គ្នាគិតថាមិនអាចរឿងក្នុងโลกនេះរឿងដែលវា possible ហ្នឹងមានច្រើនណាយើងប៉ុណ្ណឹងយើងគិតថាវាអស្ចារ្យហើយប៉ុន្តែវាមានអស្ចារ្យច្រើនជាងហ្នឹងទៀតព្រោះអ្វីតែកាលណាវាមានបច្ច័យគ្រប់គ្រាន់វាកើតទេទោះបីមនុស្សគិតថាមិនកើតក៏ដោយប៉ុន្តែបើបច្ច័យវាគ្រប់កើតចឹងណា
tôi dương tha impossible dương tha impossible mình ai chứ anh nó dương nẹt kịch à phần đông không chỉ bạp thòm mà chuyện nó ta group và chạy với cả là này chẳng bàn rương rồi hốt đo từ chiên à pin này ha sấy nữa bữa mình ai vậy hôm nay giờ bỏ chật hôm nay giờ bỏ rất ấy xem có với miền này vấn đề nè đây mình toàn tự đo là cả lại nâng kịch với mình vô lên miền tây là phải làm bài kịch đấy vấn đề miền đây thay vì mình miền này ưu tiên họ đôi chỉ cả lẹ cái lẹ đầm bày cắt ở đứa cuốn này sẽ cái đấy tục không song xa rồi vặt chẳng và thôi chốn cứ cái tâm mình ai mà này bao tôi chốn khơi thầm pin đó này đọc này bao hà đây bao cuốn xinh hay mấy rừng tràn tết đà đây bao cuốn thằng nào cắm lúc đang ọt đò lại đôi chia thằng sao tá lúc đăng vi say rồi bỏ xạ cái tía bán thằng xạ cái tía lúc đăng vi say rồi bỏ hana kia ở bán thằng hana kia đăng vi say rồi bỏ bây giờ hòn thầm đá ở bán bây giờ hòn thầm đá đăng vi say rồi bỏ xa về ở bán à kẹt xa về hà kẹt xa về nó đăng vi say rồi bỏ của phút ở bán tiết thay vì phút nó miên phiệp ở trai rằng nè đây nhỉ nên chẳng đấy chứ này nó bây để dân sắc xa ông pi và chai này thô hái vì ở miền ấy ngó lệ thà à mấy bà việc cả làm ban thà ôi ta và chai group cả rồi thấy cái này ta và chai group cả rồi hay ca pi và chai là bao viên đâu ai ta việc xóm trớ xóm group cả rồi thấy cái này nên hay thấy cái đó ta và chai việc xóm ở group và chai việc ở đó ở cả đây khoa ta mình tích còn cả này khoa thành tích còn cả này tôi giang đôi cao để pre brom po sát nơi chi về sân đo nên chỉ biết ba trăm mấy nó tràn mà hai vấn đề tụi bay bỏ ông lẹ bong và panna cái đấy pan phải chạy về toàn cột cái ạt bàn này ạt cao để và về sân đo nó lẹ và panna cái đó đặt chỉ biết mấy cái này panna về một cột tự rồi nên số con na kêu nít thà mơ keng từ mơ YouTube à phải page miền Pành Hà nè ọt keng còn nào nặng tới nè keng từ mơ YouTube vậyสำหรับmáu cứ thua cao bị hại miền Hà tự cả là hào nè bị chia xa để che tay bật lật bàn nó có miền Hà group đấy bàn bật lật cao nè cứ miền mình nè sẽ ca ra nó buộc kịch sao chiều nó tràn tọt đo chấm nách lật cao đây hai con men đánh trắng này men pel nam mới ở lê chân mỏng vì xe xa nó có mình nâu trắng này đầu việt đo tầm nạ ca vía hả linh anh đi chăng nếu không có khăn này anh đi chăng từ đảo men chết ta chăng lâu đấy mơ ta crom hôn thôm ở đằng crom hôn tu sắm nâu kia cả muốn lập bày sừng ấy lỡ bạt sầm màu vì mình che thành trắng này vì chia xa cái trắng này vì miền pel nam môi nô pro rồi bỏ để vì chia xa rồi khơi phía ra nó cứ về đôi này toàn hai về một plan được luôn ấy tìm phật tông về một plan về keng về sừng cream tới tích pel nam môi nó chẳng bàn Einstein có tha Albert Einstein có tha khi nhom mình đăng thả sừng cream lột lực tỷ bấy kỳ vô sấy từ chỉ bằng cái này nó tệ mình bật quạt thêm đang cười rô khơi sấy khạc tiệt để quạt đăngแต่ตามกำเฮยบอกก็เบอร์สังเกตโลกเลิกติบุญปิดจะกี่โยดมทมตัวกุบเนี่ยโยดมได้ดมทมตัวกุบเนี่ยเพราะเบอร์สังเกตโลกเลิกติใบกาหลังติดมั้งเสียสารตรงนั้นติดมั้งอันนั้นแต่บางเวลาเลี้ยอาหารบึงเมาส์ปะมาโนใส่ๆนั้นงอบเลี้ยแต่มาซาแต่เนื้อแต่มันนึกตามปรีพนมช่างได้จริงมาวิ่งนึกตามกรองตามไอ้งอบอุติหอวิเมียนวิเชียศใส่นาเวทีวิตรประดามซาลงวิ่งตีได้
អត់មានអីថិតទេក្នុងโลกនេះប៉ុន្តែយើងមានអីប្រើនឹងទៅណាឥឡូវនឹងមាន Facebook ប្រើ Facebook ទៅថ្ងៃណា Facebook ខូចប្រើផ្សេងទៀតចឹងទៅហ្នឹងហើយសរុបមករបស់កើតពីបច្ច័យគ្រប់កើតឡើងហ្នឹងហើយស្អីដែលជំរុញហ្នឹងគឺការសិក្សាការរៀនសូត្រការពិសោធន៍ហ្នឹងឯងដែលឲ្យធ្វើឲ្យបានហ្នឹងហើយអង្គធម៌ដែលប្រកែគិតឃើញហ្នឹងគឺតួមនសិការៈចេតសិកទី2តើការអភិវឌ្ឍខ្លួនសំដៅលើការអភិវឌ្ឍអ្វីក្នុងពុទ្ធសាសនានៅក្នុងហ្នឹងព្រះអង្គបានបញ្ជាក់ពីប្រធាន4ណាមានការមិនធ្វើសេចក្តីអាក្រក់ដែលធ្លាប់ធ្វើហៅថាបហានប្រធានៈហើយសង្វរប្រធានៈសង្រួមមិនធ្វើអ្វីដែលថ្មីមិនតាន់ធ្លាប់ធ្វើដែលជាអំពើខុសឆ្គងហើយមកផ្នែកល្អវិញគឺអនុរក្ខណាប្រធានៈរក្សានៅទង្វើល្អហើយភាវនាពហេតុប្រធានៈគឺការចម្រើនអ្វីដែលថ្មីទាំងការយល់ដឹងទាំងចំណេះវិជ្ជាទាំងកុសលសេចក្តីល្អសពគ្រប់ហ្នឹងពីព្រោះបានជាយើងនៅចេះតែការទុកបានជាយើងចេះនៅតែល្ងងហ្នឹងមកវាចេះវាមិនតាន់គ្រប់គ្រាន់អញ្ចឹងបានត្រូវចម្រើនចំណេះដឹងចម្រើននៅកុសលចម្រើននៅសេចក្តីល្អបន្ថែមទៀតហ្នឹងហើយមាគ៌ាដែលអភិវឌ្ឍល្អបំផុតហ្នឹងគឺអភិវឌ្ឍខ្លួនឯងចេញពីភាពអវិជ្ជានេះទោសនៃសង្សារវដ្តគឺអវិជ្ជាហើយភ្លឺស្វាងបំផុតគឺបញ្ញានឹងនិយាយឲ្យខ្លីក្នុងមេគីរបស់ព្រះបរមគ្រូហ្នឹងអញ្ចឹងបានដូចគេថាច្រើនណាស់ក្នុងបឋមបទដែលថារស់100ឆ្នាំក៏ដោយក៏ប៉ុន្តែបើគ្មានបញ្ញាឃើញច្បាស់នៅការកើតនិងការរលត់នៃរូបធម៌នាមធម៌តាមសេចក្តីពិតទេមិនប្រសើរក៏ប៉ុន្តែរស់មួយថ្ងៃក៏ដោយបើមានបញ្ញាឃើញច្បាស់នៅរូបធម៌និងនាមធម៌កើតពីហេតុកើតពីបច្ច័យរលត់ទៅយ៉ាងណាតាមសភាវៈរបស់វាតាន់ការរស់មួយថ្ងៃនោះប្រសើរជាងការរស់100ឆ្នាំនោះទៅទៀតបងឲ្យតម្លៃទៅលើបញ្ញាទាំងវិជាក៏ចឹងដែរសម្រាប់ចិញ្ចឹមជីវិតក៏ដូចជាវិជាផ្លូវចិត្តអីទាំងអស់ហ្នឹងបើអត់មានចំណេះអត់មានចំណេញត្រឹមត្រូវគ្រាន់តែរស់ឲ្យវាសមប្រកបគេហ្នឹងក៏ពិបាកដែរអញ្ចឹងបានក្នុងមង្គលសូត្រព្រះអង្គសរសើរសបញ្ចៈនេះសបៈគឺសិលសាស្ត្រផ្សេងហ្នឹងគឺ skill ខ្ញុំនិយាយថាមាន skill ត្រឹមត្រូវបន្តទៅទៀតសារញ្ញាក្រាបថ្វាយបង្គំលោកម្ចាស់គ្រូករណាសួរថាធម៌ឲ្យពររបស់ព្រះពុទ្ធមានពីរយ៉ាងអ្វីខ្លះកណាអត់ចាំទេកណាប្រាប់តាថាធម៌ឲ្យពរមិនមែនធម៌ដែលតាឲ្យចៅរាល់ថ្ងៃនឹងទេតែកណាអត់ចាំទេថាតើធម៌អ្វីកណាចាំថាលោកម្ចាស់គ្រូឡាយសិតចាំចៅសួរឲ្យតាចូលចិត្តឲ្យពរចៅទៅតាចង់ដឹងភ្លេចកណាមកពីស្រុកតាំងគោកខេត្តកំពង់ធំម្ដាយកណាប្រាប់ថាបើសរសេរទៅលោកគ្រូឲ្យដាក់ថានៅឯណាផងម្ដាយកណានិយាយរួម
មួយគ្រូសាក៏ដែរជ្រះថ្លាក្នុងការស្ដាប់និងបញ្យល់របស់លោកម្ចាស់គ្រូណាបងសាធុហ្នឹងហើយបើមែនតែនទៅដែលព្រះបរមគ្រូព្រះអង្គនិយាយពីពរហៅថាពុទ្ធពរដែលយើងនិយាយរាល់ថ្ងៃហ្នឹងមិនមែនថាឲ្យទេព្រះអង្គគ្រាន់តែនិយាយពីហេតុផលអញ្ចឹងណានិយាយពីហេតុផលមិនឧទាហរណ៍ដូចចត្តារោធម្មាវត្ថន្តិអាយុវណ្ណោសុខੰពលំអាយុនោះអាយុវណ្ណៈសុខៈពលៈហ្នឹងបានអាយុវែងព្រោះអីព្រះអង្គប្រាប់ចឹងតាហើយបានសុខព្រោះអីបានកម្លាំងព្រោះអីបច្ច័យព្រះអង្គនិយាយពីបច្ច័យរបស់វាគឺការគោរពគ្នាការអោនលំទោននឹងអោនលំទោនស្មាចេះថាដែរហ្នឹងការគោរពពាក្យថាគោរពវាមិនសំដៅទៅតលអោនទេមិនអោនក៏ដោយប៉ុន្តែបើចិត្តគោរពឲ្យតម្លៃគ្នាហ្នឹងណាគោរពចំពោះចាស់ព្រឹទ្ធាចារ្យគោរពចំពោះអ្នកមានគុណធម៌អញ្ចឹងការគោរពគ្នាហ្នឹងនាំឲ្យធម៌4ហ្នឹងវាចម្រើនហើយអត់មានថាឲ្យនរណាទេនេះចង់និយាយថាក្នុងសង្គមណាកន្លែងណាដែលការគោរពគ្នាកើតមានធម៌4ហ្នឹងតែងចម្រើននឹងអាយុវណ្ណៈសុខៈពលៈណាហ្នឹងហើយប៉ុន្តែបើនៅក្នុងសង្គមណាកន្លែងណាមនុស្សខ្វះការគោរពគ្នាខ្វះការឲ្យតម្លៃគ្នាក្នុងសហគមន៍នោះសង្គមនោះពោ4ប្រការហ្នឹងមិនចម្រើនទេអាយុខ្លីពោសម្បុរក៏មិនស្អាតដែរមិនស្អាតសងម៉េចបើមនុស្សស្អប់គ្នាហើយស្អាតដែរមិនកុំកម៉ៅដាក់គ្នាសុខកាយសុខចិត្តហ្នឹងសុខកើតដែរបើមនុស្សលែងទុកចិត្តគ្នាលែងគោរពគ្នាអស់ហើយវាកើតទេឃើញទេព្រះអង្គនិយាយពីហេតុអញ្ចឹងពុទ្ធកន្លែងណាក៏ដោយក៏មានហេតុផលដែរហ្នឹងហើយអត់មកលើឧទាហរណ៍មួយឲ្យអាយុវែងមិនឧទាហរណ៍ថាដាំបន្លែចុះដើម្បីចំណេញយើងប្រើជីច្រើនពេកហួសកម្រិតបាញ់ថ្នាំហួសកម្រិតទាំងដែលយើងដឹងថាអាហ្នឹងខូចសុខភាពបើយកទៅលក់ប៉ុន្តែមនុស្សអត់គិតទេអាហ្នឹងសម្រាប់លក់សម្រាប់ស៊ីផ្សេងឃើញទេល្បិចបង្កើតល្បិចក្នុងសង្គមអាកន្លែងដាំហូបខ្លួនឯងផ្សេងហើយអាណាសម្រាប់យកទៅលក់ផ្សេងទាំងដឹងថាប៉ះពាល់សុខភាពអ្វីបានកើតគំនិតហ្នឹងថាមកពីខ្វះការគោរពគ្នាអត់ឲ្យតម្លៃជីវិតគេឃើញទេអញ្ចឹងបើម្នាក់គិតអញ្ចឹងហើយយើងមិនអាចលក់គ្រប់មុខទេយើងលក់បានត្រឹមបន្លែពួកយើងមិនអាចមានដៃ100ធ្វើគ្រប់មុខទេបើម្នាក់គិតអញ្ចឹងម្នាក់ផ្សេងទៀតគេលក់របស់ផ្សេងគេលក់សាច់ជ្រូកចុះគេលក់ត្រីចុះតែគេចិញ្ចឹមរបៀបហ្នឹងដែរគេឲ្យស៊ីរបស់គីមីឆាប់ធំគេគិតអញ្ចឹងដែររបស់ណាគេហូបផ្សេងរបស់ណាគេលក់ផ្សេងអញ្ចឹងយើងអាចតមបានត្រឹមបន្លែយើងអាចតមបានត្រឹមបន្លែយើងអត់ហូបទេបន្លែហ្នឹងគឺយើងលក់ចុះសាច់យើងទៅទិញពីគេវិញរឿងអីឃើញ cycle of life វិវិលណាវិវិលអញ្ចឹងអ្នកខ្លះទៀតលក់ត្រីងៀតដាក់ថ្នាំរហូតដល់រុយវាលែងរោមទៅហើយតែខ្លួនក៏អត់ហូបទេគាត់លក់ឲ្យគេអាណាគាត់ហូបគាត់ធ្វើផ្សេង
យើងតមបានតែរឿងត្រីងៀតដែលយើងលក់នឹងមែនចុះអីផ្សេងតាំងពីអង្គតាំងពីនំណែកតាំងពីស្អីវិលចុះវិលឡើងវាមិនអាយុខ្លីសិតតែឆ្នាំហ្នឹងគីមីហួសកម្រិតហ្នឹងគីមីវាមិនអីចម្លែកប៉ុន្តែវាហួសកម្រិតវាអានេះកើតពីអីថាកើតមកពីការមិនគោរពគ្នាអានឹងតែផ្នែកហូបចុកមួយផ្នែកដើរហើរចរាចរណ៍បើយើងអត់គោរពគ្នាប៉ះគ្នាតិចតួចកាប់ចាក់គ្នាអាយុវែងឬក៏អាយុខ្លីអាយុខ្លីចុះពីមុនដូចពាក្យថាគោរពចាស់ទុំអីចឹងឧទាហរណ៍ថាឃើញចាស់ដើរអញ្ចឹងអនុញ្ញាតឲ្យគាត់ដើរទៅឃើញគោរពគ្នាវាអត់ប៉ះពាល់គ្នាវាអត់បុកវាអត់អីចឹងឃើញចាស់ដើរអញ្ចឹងព្រះអង្គអានគោរពចឹងមិនចាំបាច់ចុះទៅថ្វាយអង្គមគាត់ទេអត់ទេគោរពវានៅក្នុងចិត្តហ្នឹងឃើញគាត់ដើរឈើច្រត់កុកអីចឹងទៅជិះកង់ក៏ដោយជិះម៉ូតូក៏ដោយមិនទៅសផ្លេតែអត់ទេឃើញចឹងព្រះអង្គភ្លាមដូចច្បាប់ស្រុកនេះចឹងតែឃើញមនុស្សរៀបឆ្លងអីចឹងគេឲ្យព្រះអង្គតែមិនព្រះអង្គខុសហ្នឹងអត់មានទៅសផ្លេឲ្យអ្នកដើរណាអត់ទេគឺគោរពគេឲ្យគោរពចឹងអញ្ចឹងវាមិនសូវគ្រោះថ្នាក់ចរាចរណ៍ហើយមិនសូវគ្រោះថ្នាក់ចរាចរណ៍លទ្ធផលវាល្មិចវាមិនសូវងាប់ហ្នឹងណាវាមិនសូវអាយុខ្លីហ្នឹងណាឃើញទេធម៌ហ្នឹងដល់យើងយកមកនិយាយឲ្យដល់ជំរឿរបស់វានៅក្នុងជីវិតយើងហ្នឹងអត់មាននៅក្នុងរោងបុណ្យទេអត់មាននៅក្នុងតែរឿងពេលឲ្យពណ៌មកផ្លេតហ្នឹងទេវាកើតឡើងនៅពេលណាដែលយើងមានសេចក្តីគោរពហ្នឹងហើយពេលដែលយើងធ្វើការងារក្នុងសង្គមហ្នឹងបន្ទោព្រះអង្គទៅជាអបរិស្មីអស់ព្រោះមិនបានយកមកហែកនៅក្នុងសង្គមហ្នឹងយកទៅទុកតែក្នុងវត្តយកទៅទុកតែក្នុងរោងបុណ្យយកទៅទុកតែពេលសូត្រធ្វើជាគ្រូពេទ្យក្រៅពីប្រាក់ខែរបស់ខ្លួនហើយនៅគោរពអ្នកជំងឺទៀតឃើញទេគោរពឲ្យតម្លៃជីវិតគេបើយើងអត់ខ្វល់នឹងជីវិតរបស់គេឧទាហរណ៍ថាឥឡូវព្យាបាលគេអូស្មាយើងពេទ្យនឹងអត់ឈឺកូនចៅយើងអត់ឈឺបើម្នាក់យកប្រាស់យករៀងទៅខ្លួនគេឈឺអញខ្វល់មែនទេមិនគ្រួសារអញមិនអីអញអាហ្នឹងឲ្យមកពីមិនគោរពវិលយកវិលឡើងគ្រួសារឯងឈឺម្ដងម្នាក់ទេវិលយកវិលយ៉ាងអាយុខ្លីចឹងបានអាត្មានៅចាំមិនភ្លេចទេគ្រូពេទ្យម្នាក់គាត់នៅពេលរុស្ស៊ីកាលហ្នឹងអាត្មាទៅជួយដោះស្រាយរឿងអ្នកជំងឺម្នាក់ឲ្យធ្វើបានក្រីក្រអញ្ចឹងទៅគាត់ជួយសម្រួលឲ្យរហូតបានគាត់ថាពួកយើងកំពុងតែប្រឹងសហការជាមួយអង្គការផងជាមួយរដ្ឋផងដើម្បីធ្វើយ៉ាងណាឲ្យប្រព័ន្ធសុខាភិបាលយើងនឹងបានជាទីពឹងពំនាក់របស់ប្រជាជនពីព្រោះពាក្យថាអ្នករងគ្រោះមិនមែនតែប្រជាជនទូទៅគាត់ក៏ជាអ្នករងគ្រោះដែរកូនប្រពន្ធគាត់បងប្អូនគាត់ក៏ជាអ្នករងគ្រោះដែរបើសិនបើប្រព័ន្ធសុខាភិបាលមិនល្អពួកខ្ញុំកណានេះមិនមែនសិតតែមានអ្នកជិះយន្តហោះទៅសិង្ហបុរីទេពួកយើងក៏កំពុងតែធ្វើយ៉ាងណាដើម្បីឲ្យប្រព័ន្ធសុខាភិបាលនឹងល្អដែរពីព្រោះខ្ញុំកណាក៏មានបងប្អូនក្រច្រើនឃើញទេពាក្យហ្នឹងតាមធម្មតាមកភ្លេចមិនសូវចាំអីទេមិននឹកនិយាយអីមកភ្លេចអស់ប៉ុន្តែដល់ពាក្យហ្នឹងវាដោតបេះដូងអាត្មាណាវាចាំហ្មងគ្រាន់តែមិនចាំឈ្មោះលោកគ្រូពេទ្យហ្នឹងឯងប៉ុន្តែចាំតែកន្លែងគាត់អង្គុយនិយាយតាណាទៀតហើយពាក្យសម្ដីរបស់គាត់ហ្នឹងនៅចាំអញ្ចឹងបើម្នាក់មានការគោរពគ្នាយើងកែលម្អទាំងអស់គ្នាអាយុវែងអស់គ្នាឃើញទេគោរពហ្នឹងគោរពអញ្ចឹងគឺគោរពឲ្យតម្លៃមិនមែនគោរពអោនត្រុនទេមែនទេឲ្យតម្លៃជីវិតគេហើយបើយើងរស់នៅក្នុងសង្គមហ្នឹងដែរឲ្យទៅវិញទៅមកវាបានផលទាំងអស់គ្នាហ្នឹងអញ្ចឹង
ដែលព្រះអង្គត្រាស់សម្ដែងគាថាហ្នឹងថាចត្តារោធម្មាវត្ថន្តិអាយុវណ្ណោសុខੰពលំធម៌គឺពោ4ប្រការនេះធម៌ដ៏ប្រសើរ4ប្រការគឺអាយុ1ពោសម្បូរកាយ1សេចក្តីសុខ1កម្លាំង1រមែងចម្រើនអស់កាលជានិច្ចមិនមែនចម្រើនតែម្ដងណាអស់កាលជានិច្ចព្រោះវាជាសង្គមវាជាសង្គមនៅកាលណាសង្គមនឹងឲ្យតម្លៃគ្នាហើយពរនឹងចម្រើនជានិច្ចរស់នៅយូរឃើញចាស់ពីមុនអាយុវែងឯងគាត់មិនកេងប្រវាញ់ពីគ្នាគាត់គោរពគ្នាមិនគិតទៅចំណេញអាណាងាប់ទៅគាត់គោរពគ្នាហ្នឹងហើយវាមានហេតុផលអញ្ចឹងណាតេឲ្យលោកសូត្រឲ្យកើតអាយុវែងត្រូវទេលោកសូត្រយូរទៅកើតជំងឺស្លាប់ខ្លួនឯងញយហ្នឹងមានស្អីវាគ្មានពីណាឲ្យពីណាទេវាកើតពីការធ្វើរៀងខ្លួនហ្នឹងហើយប៉ុន្តែអ្នកដែលយកមកប្រើខូចបើនិយាយទៅមូលបង្កាច់ពុទ្ធទាំងស្រុងសភៅមួយដែលសភៅទេសនាដំបូងនឹងសភៅនឹងមូលបង្កាច់ពុទ្ធទាំងស្រុងហើយលោកមកប្រទេសសឹងតែចេះទេសតាមសភៅនឹងទាំងអស់បួសសម័យអាត្មាបើសម័យឥឡូវនេះគេមិនរៀនដឹងទេមិនមកសម័យកៅជាងអីនេះលោកមកប្រទេសនឹងសឹងតែអង្គណាមួយមិនចេះសភៅហ្នឹងឲ្យស្មានតែពុទ្ធនិយាយចឹងរៀនទៅទេសនាដំបូងរៀនទេសនាដំបូងចេញមកអញ្ចឹងហើយយើងវាមិនចេះទៅរកសភៅគេបរៀនខុសទៀតហើយចេះអញ្ចឹងទេមិនដឹងប្រមាណ10ក្រងរងដែរទេហើយអង្គខ្លះនៅជាប់អញ្ចឹងឡើយទេមិនតាន់ដឹងតែខ្លួនឯងមូលបកាច់ព្រះអង្គឡើយទេទៅមើល3ដកហ្មងទៀតទៀត3ដកលេខ52គេថាធម្មបទហ្នឹងហើយដែលព្រះអង្គថាចត្តារោធម្មាវត្ថន្តិអាយុវណ្ណោសុខੰពលំដល់សភៅហ្នឹងអត់ថាតិថាតោទៅថាតោខុសហ្មងតិជាលក្ខណៈធម្មជាតិជា general rule ដល់តោបង្គាប់បញ្ជាខុសគ្នាណា report អាមួយសត្តមីអាមួយបញ្ញមីអាមួយវត្តមាណាគឺ present simple ជា general rule ជាធម្មតាប្រៀបទៅអង់គ្លេសគឺ general rule ដូចថាព្រះអាទិត្យរះខាងកើតលិចខាងលិចអញ្ចឹងណាជា general មិនណាប់ទៅបជាព្រះអាទិត្យឲ្យរះទេអត់ទេវាជាច្បាប់ធម្មជាតិហើយពរហ្នឹងធម្មជាតិអញ្ចឹងដែរឃើញទេពរ4ប្រការអាធម៌4ប្រការហ្នឹងវាចម្រើននៅពេលណាដែលការគោរពគ្នាហ្នឹងវាកើតឡើងក្នុងសង្គមហ្នឹងធម្មតាអញ្ចឹងណាអត់មានពីណាទៅបង្កប់វាឲ្យកើតទេធម៌ហ្នឹងតែបើវាមានហេតុរបស់វាគឺការគោរពគ្នាសង្គមហ្នឹងរស់នៅដោយទឹកមុខញញឹមដាក់គ្នារស់នៅដល់អាយុវែងហើយអញ្ចឹងណាធម៌នេះគឺធម៌រស់នៅជាមួយគ្នាមិនរស់នៅម្នាក់ឯងទេបើមនុស្សទៅរស់នៅម្នាក់ឯងព្រះអង្គអត់និយាយហ្នឹងទេគេហៅទៅរស់ម្នាក់ឯងស៊ីតែផ្លែឈើក្នុងព្រៃអត់ពាក់ព័ន្ធជាមួយនរណាទាំងអស់ធម៌ហ្នឹងអត់ត្រូវទេតែធម៌នេះគឺត្រូវសម្រាប់នៅក្នុងសហគមន៍ជាមួយគ្នាមានការគោរពគ្នាបរៀនឲ្យមនុស្សគោរពគ្នាមិនមែនបរៀនឲ្យមនុស្សកេងប្រវ័ញ្ចពីគ្នាទេហ្នឹងហើយហ្នឹងវាមិនខុសពីនៅលើសំពៅតែមួយជាមួយគ្នាទេបើសិននៅគោរពគ្នាមិនកេងប្រវ័ញ្ចមិនឆ្លោះគ្នាលើហ្នឹងសំពៅហ្នឹងនាំទៅដល់ច្រាំងទាំងអស់គ្នាហ្នឹងប៉ុន្តែបើមនុស្សតដើមចែកគ្នាស៊ីហើយឧទាហរណ៍សំពៅធ្វើពីក្លឹមច័ន្ទចុះឧទាហរណ៍ចឹងមានបថៅមួយម្នាក់កាប់យកក្លឹមច័ន្ទអាកងទូកអាក្តារទូកអញ្ចឹងទូកឯហ្នឹងទាំងអស់ហ្នឹងអារនៀបទូកឯងសិតតែក្លឹមច័ន្ទកាន់បថៅម្នាក់កាប់យកអាឈើល្អពីទូកហ្នឹងដោយគិតមកជារបស់ខ្លួនដល់កាប់ហើយវាមិនបែកទូកហ្នឹងហើយវាមិនងាប់ទាំងអស់គ្នាឃើញទេស្លាប់ទាំងអស់គ្នាបាននិយាយពាក្យងាប់ហ្នឹងថាកែវាទៅត្រឡប់នឹងចឹងនឹងជាសហគមន៍ទេហោមួយទៀតអាហ្នឹងមួយទៀតដែលអាត្មានិយាយហ្នឹងដែលព្រះអង្គលើកមកជាអារោគយៈសុខញ្ជេវកុសលញ្ចអនាមយ៉ាងហ្នឹង
cứ sẽ cái đây sốc đại ca đầm pi ca mình miền rốt cứ anh à mày hay bảo vệ tiết ông dây phí ta anh à mày cua ruột bàn dù nghe nhé sốc khanh aro cái dạng sốc khanh chế và cậu sẽ lánh chạ anh à mà dằng miền pi anh á xôm ao nó ăn miếng này ăn miếng xôm ao ấy khăn tha sẽ cái đây sốc đại ca pi ca mình miền rốt ha tha à rốt sẽ ca mình miền rốt aro cái dạng sốc khanh chế và cậu sẽ lánh chạ anh à mà dằng nè anh em máy hộp sạch miền xa đặc thiên chăm lọ cái đấy miền gì ôi tập bình bù hết mấy đấy là bỏ hộp nó vừa sạch miền vitamin miền xa đặc thiên chăm sốc phép lọ cái nhát hai chỉnh anh em máy ấy dương tôi ôi po tha ôi sốc phép lọ bên mơ là bỏ xí ở đây thì cực đấy bỏ hộp chọc nó hộp tà trăng phun nó à là bỏ cái fast food rồi cái trăng phun nó là bỏ hộp tôi được plastic chứ cream nó cái bông nó can này can nó cái phải là cái bông này thèm tập bịa sờ mới tới với cancer bắt đầu can food made cancer cùng ngành bị can food nó ha cặp bóng ha cặp bóng sấy cái đó ôi ta riêng ha cặp bóng du mà đo nó to chó bên này tư chi allergy hơi nên tham ta sơ môi mất cancer sẽ kế mà đi nên chạm biệt mà muối cancer can food cancer nên can food ha cặp bóng nên hay tham the sơ đô the food chính hay một sơ mất cancer mà đi nên nó to cho ông đom Peterត្រូវថែរក្សាខ្លួនដោយម្ដេចទើបមានឈ្មោះថាការថែរក្សាខ្លួនដោយល្អក្នុងធម្មបទគាថាអត្តវគ្គទី12បេដកលេខ52ហ្នឹងក្នុងគាថាហ្នឹងព្រះអង្គសម្ដែងថាអត្តានញ្ញេបយ៉ាងយញ្ញេរក្ខយណੰសរខិតាំងតណ្ណមញ្ញតរញ្ញមੰបដិជ្ជកយបណ្ឌិតោបើបរោះហ្នឹងគឺទាំងស្រីផងដឹងថាខ្លួនជាទីស្រឡាញ់របស់ខ្លួនហើយក៏បីទំនុកបំរុងនៅខ្លួនហ្នឹងឲ្យបានល្អក្នុងវ័យទាំង3ហ្នឹងវ័យបឋមវ័យមជ្ឈិមវ័យឧត្តមវ័យចឹងការថែរក្សាខ្លួនហ្នឹងគឺថែកុំឲ្យវាប្រឡាក់ដោយអំពើអាក្រក់ខ្លួនក្នុងទីនេះគឺចិត្តនឹងតែមកមេរូបកាយខាងក្រៅគឺថែចិត្តហ្នឹងណាថែចិត្តថែគំនិតហ្នឹងកុំឲ្យវាប្រឡាក់ដោយអំពើអាក្រក់ដូចជាស្ត្រីដែលខ្លាចប្រឡាក់ទលីប្រឡាក់អីគឺថែរក្សាខ្លួនយ៉ាងណាប៉ុន្តែខ្លួននោះវាមិនអាចធ្លាក់នរកធ្លាក់ប្រែតជាប់គុកដោយសារប្រឡាក់ដីទេប៉ុន្តែបើចិត្តនេះវាប្រឡាក់ណាអាចមានទោសច្រើនយ៉ាងហ្នឹងហើយអញ្ចឹងការថែរក្សាខ្លួនហ្នឹងគឺតម្កល់ខ្លួនត្រូវនៅក្នុងអំពើល្អនៅក្នុងដំណើរជីវិតត្រូវតើរាគៈហើយនឹងលោភៈខុសគ្នាយ៉ាងណាលោភៈវាជាអង្គធម៌ដើមជាអានេះឧទាហរណ៍ថាដូចបងអែមមួយចឹងឬក៏អំបិលមួយចឹងថាផ្អែមចុះលោភៈជាតួធម៌ដើមដូចជាតួស្ករចឹងដល់ពេលคล้ายជាពាក្យផ្សេងវាបំលែងទៅជាបង្អែម
ទៅជាបាញ់ជានឿទៅជានំគោទៅជាស្អីទៅជានំលោតទៅជានំអីដែលផ្អែមទៅជាបង្អែមហ្នឹងពេលវាคลายពេលគេលាយคลายតែទូដែលធ្វើឲ្យផ្អែមទោះបីវានៅក្នុងបង្អែមណាក៏ដោយស្ករនៅតែស្ករនៅតែធ្វើឲ្យផ្អែមប៉ុន្តែនៅពេលវាคลายតាមកម្រិតរបស់វាបង្អែមខ្លះផ្អែមខ្លាំងផ្អែមខ្លះផ្អែមតិចតាមអញ្ចឹងដូចរាគៈអញ្ចឹងគឺសំដៅទៅដល់ចិត្តដែលត្រេកតាអាលជាមួយរូបសម្លេងក្លិនរសផុតពៈខ្លាំងអីចឹងទៅណាត្រេកតាអាលកាមរាគៈអីចឹងទៅអដរាគៈប៉ុន្តែវាបើប្រើជាមួយពាក្យផ្សេងមានន័យផ្សេងទៀតដូចជាកាមរាគៈភវរាគៈវិភវរាគៈអីទៀតចឹងទៅនឹងคล้ายទៅជាពាក្យតណ្ហាคล้ายទៅជាពាក្យកាមៈคล้ายទៅជាពាក្យនន្តិអីចឹងទៅមានពាក្យច្រើនទៀតប៉ុន្តែទៅតាមស្អីដែលយើងចង់និយាយកម្រិតត្រឹមណាប៉ុន្តែទាំងអស់ទាំងរាគៈទាំងកាមទាំងតណ្ហាទាំងអស់វិលមករកដើមវិញគឺលោភៈហ្នឹងហើយដូចបង្អែមទាំងអស់ហ្នឹងចឹងទោះបីទៅធ្វើបង្អែមណាក៏ដោយបើគេសួរថាតើស្អីដែលធ្វើឲ្យផ្អែមគឺស្ករទៅដែរតើហេតុអ្វីបានពេលខ្លះនិយាយអំពីតែលោភៈទោសៈមោហៈហេតុអ្វីបានជាគ្មានរាគៈហ្នឹងដូចនិយាយចឹងថាអាដើមរបស់វាគឺលោភៈហ្នឹងហើយនិយាយតែលោភៈមួយចប់ហ្មងកាមតណ្ហានន្តិអីទាំងអស់ហ្នឹងគឺលោភៈហ្នឹងហើយទោសៈក៏ចែកទៅច្រើនដែរដើមរបស់វាគឺទោសៈណាទោសៈឧទាហរណ៍ដូចអំបិលអញ្ចឹងចុះដាក់ក្នុងប្រហុកក៏វាប្រៃដាក់ក្នុងផ្អកក៏វាប្រៃដាក់ក្នុងស្អីដាក់ក្នុងត្រីប្រឡាក់ក៏វាប្រៃព្រោះប្រៃតាមលំដាប់បើវាមានឈ្មោះផ្សេងទៀតវាមានតាមលំដាប់របស់វាដូចទោសៈបើថាកោធៈគឺក្រោតខឹងមកបើនិយាយពីឧបនាហៈទូទោសៈហ្នឹងដែរប៉ុន្តែវាคล้ายទៅជាចងគំនុំទៅដល់ថ្នាក់ចងគំនុំបើនិយាយចង់ឲ្យគេវិនិច្ឆ័យទៅជាព្យាបាទអញ្ចឹងទៅឃើញទេទៅជាកើតទុកហៅថាតោមនោបដិខៈថ្នាក់អញ្ចឹងទៅអញ្ចឹងប៉ុន្តែទាំងអស់ហ្នឹងសរុបមកគឺទោសៈអញ្ចឹងបាននិយាយថាទោសៈមួយហ្នឹងចប់មកដើមរបស់វាមោហៈអញ្ចឹងដែរទៅជាអវិជ្ជាទៅជាអញ្ញាណៈអីចឹងទៅសំណួរទី5តើអវិជ្ជាក្នុងធម៌ហើយនិងអវិជ្ជាក្នុងលោកីមានន័យយ៉ាងម៉េចអវិជ្ជាក្នុងធម៌អង្គធម៌គឺមោហៈគឺការមិនដឹងសភាវៈតាមសេចក្តីពិតឬថាមិនដឹងហេតុដែលនាំឲ្យចម្រើនមិនដឹងហេតុដែលនាំឲ្យវិនាសអវិជ្ជាក្នុងលោកីស្រេចលើគេនិយាយគេសំដៅធម្មតារឿងរបស់គេឧទាហរណ៍ថាគ្រោះអវិជ្ជាមិនចេះអក្សរហ្នឹងគេគិតថាមិនចេះអក្សរហ្នឹងអវិជ្ជាដែរអញ្ចឹងទៅគ្រោះអវិជ្ជាមិនចេះកុំព្យូទ័រមិនចេះកុំព្យូទ័រគេថាអវិជ្ជាមួយដែរទៅអត់ចេះភាសាគេថាអវិជ្ជាមួយដែរទៅស្រេចគេថាទេអាហ្នឹងគ្មានពិតទេស្រេចគេកំណត់តែអវិជ្ជាក្នុងនៃសភាវៈគឺថាឲ្យតែមិនដឹងខុសត្រូវមិនដឹងគុណទោសមិនដឹងសភាវៈតាមសេចក្តីពិតគឺអវិជ្ជាចង់ណែឯងជាស្អីក៏ដោយណែឯងជាស្ដេចក៏ដោយណែឯងជា PhD ក៏ដោយតែណែឯងធ្វើបាបណែឯងអវិជ្ជាអញ្ចឹង PhD OPhD អ្នកបរិញ្ញា PhD អ្នកបរិញ្ញាគ្រូ